ក្រុមថ្វាយបង្គំក៏អរគុណដល់ពុកម៉ែបងប្អូនប្រុសស្រីពួកជំនុំស្គុនគ្នាបាទដែលយើងទាំងអស់គ្នាចូលមកដើម្បីនឹងថ្វាយបង្គំព្រះជាម្ចាស់លើនេះមុនពេលដែលយើងស្ដាប់ព្រះបន្ទូលព្រះអង្គសូមបែរមុខដាក់គ្នាពីនេះញឹមដាក់គ្នាបាទហើយនិយាយថាអរគុណអ្នកដែលមានវត្តមាននៅក្នុងដំណាក់ព្រះនៅថ្ងៃបរិសុទ្ធសូមព្រះជាអម្ចាស់ប្រទានពរអ្នកស័ក្តិសមទទួលព្រះពរពីព្រោះអ្នកបានរក្សានៅព្រះបន្ទូលរបស់ផងព្រះអង្គសូមឲ្យអ្នកមានពរថែមទៀតខ្ញុំឲ្យពរអ្នកក្នុងព្រះនាមព្រះយេស៊ូវអ្នកបានពរពិតអាមែន I take it I receive it in the name of Jesus អាមែនចឹងបាយមកខ្ញុំវិញមុនពេលដែលយើងអង្គុយចុះយើងបាទប្រកាសព្រះបន្ទូលព្រះជាមួយគ្នាហើយទៅបាទដើម្បីកុំឲ្យពិបាកងើបឡើងអង្គុយចុះអង្គុយឡើងណាបាទថ្ងៃនេះយើងរៀនជាមួយគ្នានៅក្នុងព្រះគម្ពីរលេវីវិន័យជំពូកទី23បាទពីខ1រហូតដល់ខ44ប៉ុន្តែមុនពេលរៀនយើងចង់រំលឹកគ្នាបន្តិចតកតងទៅនឹងបាទតើត្រូវរស់នៅយ៉ាងម៉េចដែលបាទនាំឲ្យយើងមានប្រពរហើយតោងព្រះអង្គជាប់រហូតដល់ថ្ងៃត្រង់យើងមកសូមរំលឹកជាមួយគ្នាព្រះរាជបញ្ជារបស់ព្រះសម្រាប់ខ្ញុំត្រូវឲ្យខ្ញុំបានបរិសុទ្ធត្បិតព្រះយេហូវ៉ាជាព្រះនៃខ្ញុំទ្រង់បរិសុទ្ធខ្ញុំជាពូជជ្រើសរើសសង់លួងសាសបរិសុទ្ធរាដល់ជាគេអករនៃព្រះខ្ញុំត្រូវរស់នៅដើម្បីសម្ដែងចេញឲ្យគេឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅខ្ញុំចេញពីសេចក្តីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ពីដើមខ្ញុំមិនមែនជាសាសរបស់ទ្រង់ទេតែឥឡូវខ្ញុំជាសាសរបស់ទ្រង់ហើយពីដើមខ្ញុំមិនបានទទួលសេចក្តីមេត្តាករុណាទេតែឥឡូវបានទទួលហើយខ្ញុំត្រូវដេញតាមសេចក្តីមេត្រីចំពោះមនុស្សទាំងអស់ហើយញែកជាបរិសុទ្ធបើខ្ញុំគ្មានសេចក្តីបរិសុទ្ធទេខ្ញុំមិនបានឃើញព្រះឡើយខ្ញុំត្រូវរស់នៅក្នុងសេចក្តីពិតត្បិតសេចក្តីពិតនឹងប្រោះខ្ញុំឲ្យរួចក្នុងគ្រប់ការទាំងអស់ខ្ញុំត្រូវថ្វាយបង្គំព្រះដោយសេចក្តីពិតត្រង់ខ្ញុំត្រូវថ្វាយបង្គំព្រះដោយវិញ្ញាណនិងសេចក្តីពិតពីព្រោះព្រះបិតាទ្រង់រកពួកអ្នកយ៉ាងនោះឲ្យបានថ្វាយបង្គំទ្រង់ឯព្រះទ្រង់ជាវិញ្ញាណហើយអ្នកណាដែលថ្វាយបង្គំទ្រង់នោះត្រូវថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិតដែរខ្ញុំត្រូវស្វែងរកនគរព្រះជាមុនខ្ញុំត្រូវស្វែងរកនគរព្រះតាមសេចក្តីសុចរិតនោះទើបខ្ញុំបានទទួលនៅអ្វីដែលទ្រង់សន្យាប្រទានឲ្យបើខ្ញុំចង់ទៅឋានសួគ៌ខ្ញុំត្រូវទៅតាមព្រះយេស៊ូវព្រោះទ្រង់ជាផ្លូវបើខ្ញុំចង់ទៅឋានសួគ៌ខ្ញុំត្រូវទៅតាមសេចក្តីពិតព្រោះទៅតាមសេចក្តីពិតទើបទៅដល់ជីវិតដែលទ្រង់សន្យាប្រទានឲ្យ I take it I receive it in the name of Jesus Amen សូមតែដៃសរសើរដំណើរដល់ព្រះដ៏ជាអម្ចាស់បាទសូមសម្រួលអរិយាប័ត្របាទព្រះរាជសាររបស់ផងយើងនៅថ្ងៃនេះមានចំណងជើងថាប្រតិទិននៃពេលវេលាដ៏ពិសិដ្ឋ The Calendar of Sacred Time បាទនៅក្នុងជំពូក23នេះបាទគឺ
បាទជាសេចក្តីបង្គាប់ដែលព្រះដ៏ជាម្ចាស់មានបន្ទូលទៅកាន់ម៉ូសេបាទដើម្បីឲ្យកត់ទុកនៅពេលវេលានៃពិធីបុណ្យទាំងឡាយដែលមានប្រចាំឆ្នាំបាទនៅក្នុងព្រះគម្ពីរហើយយើងតែងតែរៀងរាល់ឆ្នាំបាទហើយថ្ងៃនេះដោយសារតែព្រះបន្ទូលរបស់ផងយើងរៀនមកដល់ជំពូក23យើងគ្រាន់តែរំលឹកបាទខ្លះបាទនៅក្នុងពិធីបុណ្យទាំងមូលដែលមានទាំង7បាទហើយយើងនឹងបាទសិក្សាលម្អិតនៅក្នុងពិធីបុណ្យនីមួយបាទនៅក្នុងពេលបុណ្យរៀងរាល់ឆ្នាំផងដែរបាទនៅក្នុងជំពូក23នេះគឺយើងឃើញបែងចែកជា8ផ្នែកបាទខ1និងខ2និយាយអំពីបាទពិធីបុណ្យបាទហើយខ3និយាយអំពីថ្ងៃជប់សម្រាកខ4ទៅខ8និយាយអំពីបុណ្យរំលងខ9ទៅ14និយាយពីផលបុណ្យដំបូង15 22និយាយពីបុណ្យសប្តាហ៍23ទៅ25និយាយអំពីបុណ្យផ្លុំត្រែ26ដល់32និយាយអំពីបុណ្យបញ្ឈឺចិត្តហើយ33ដល់44និយាយអំពីបុណ្យបារម្ភឥឡូវនេះយើងចាប់ផ្ដើមនៅបុណ្យទី1បុណ្យនៃព្រះយេហូវ៉ាបាទយើងឃើញនៅក្នុងព្រះបន្ទូលរបស់ផងព្រះអង្គព្រះគម្ពីរបានប្រាប់ថាម៉េចព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេបាទអ្វីដែលយើងគួរមោទនភាពជាទីបំផុតនៅក្នុងជំនឿទៅលើព្រះយេស៊ូវក៏ដូចជាជំនឿបាទទៅលើព្រះយេហូវ៉ាដែលពួកយូដាបានគោរពប្រតិបត្តិនៅក្នុងគ្រាសញ្ញាចាស់បាទគឺយើងថ្វាយបង្គំដល់ព្រះដ៏ពិតហើយយើងមានក្បួនខ្នាតមកអំពីព្រះដ៏ពិតមកអំពីឋានសួគ៌ដើម្បីថ្វាយបង្គំមិនមែនដូចជាសាសនាទេដែលកើតឡើងដោយសារប្រពៃណីទំនៀមទម្លាប់ការសម័យកើតឡើងដោយសារការស្មានការប្រហែលបាទបង្កើតឡើងដោយមនុស្សបាទដើម្បីលួងលោមបាទដល់មនុស្សដែលជាសាសនិកនៅក្នុងការរស់នៅបាទក៏ប៉ុន្តែយ៉ាងម៉េចដែរនៅក្នុងជំនឿទៅលើអង្គព្រះយេស៊ូវគ្រីស្ទយើងឃើញថាយើងបាទមានក្បួនខ្នាតច្បាស់លាស់ដែលក្បួនខ្នាតនោះមកអំពីព្រះជាម្ចាស់បាទអញ្ចឹងយើងឃើញនៅក្នុងខ1ប្រាប់ថាព្រះបង្គាប់មកម៉ូសេមិនមែនការនិពន្ធឡើងរបស់ម៉ូសេមិនមែនចាស់ទុំបាទក៏ប៉ុន្តែគឺជាការបង្គាប់របស់ព្រះដ៏ជាអម្ចាស់បាទគ្រប់ពេលយើងត្រូវរំលឹកប្រាប់ខ្លួនយើងថាគ្រប់ទាំងព្រះបន្ទូលហេតុផលដែលយើងត្រូវគោរពកោតខ្លាចហើយត្រូវគោរពប្រតិបត្តិពីព្រោះវាគឺជាសេចក្តីបង្គាប់ដែលមកពីឋានសួគ៌សេចក្តីបង្គាប់ដែលមកពីព្រះមិនមែនជារបស់ផងមនុស្សបើសិនជាគំនិតប្រាជ្ញាយោបល់របស់ផងមនុស្សយើងអាចស្ដាប់ខ្លះមិនស្ដាប់ខ្លះក៏ប៉ុន្តែដោយសារសេចក្តីបង្គាប់របស់ផងព្រះយើងត្រូវចុះចូលហើយស្ដាប់គ្រប់ទាំងអស់ពីព្រោះបាទយ៉ាងម៉េចដែរអ្វីទាំងឡាយដែលកត់ទុកមកអំពីព្រះជាម្ចាស់ល្អវិសេសបរិសុទ្ធបាទហើយជាមួយគ្នាមានប្រយោជន៍សម្រាប់យើងអាមែនខ2ប្រាប់ថាឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលបាទថាឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ាដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ទុកជាថ្ងៃជំនុំបរិសុទ្ធបុណ្យទាំងនោះគឺដូច្នេះយើងឃើញនៅក្នុងខ2បានប្រាប់ថាម៉េចបុណ្យទាំងប៉ុន្មានអញ្ចឹងនៅក្នុងជំពូក23នេះបានប្រាប់យើងនៅបាទបុណ្យទាំងអស់ប្រចាំឆ្នាំដែលព្រះជាម្ចាស់សពប្រតិឲ្យប្រជារាស្ត្ររបស់ផងអ៊ីស្រាអែលក៏ដូចជាពួកបរិសុទ្ធបានត្រូវធ្វើទៅតាមពេលដ៏ជាក់លាក់ហើយយើងមិនអាចធ្វើមុនពេលយើងមិនអាចធ្វើក្រោយពេលយើងមិនអាចធ្វើតាមទំនឹងចិត្តរបស់ផងយើងតែយើងធ្វើចំពេលចំវេលាពីព្រោះពេលវេលានោះឯងគឺជាពេលវេលាដែលបើកផុសលជាពេលវេលាអាចកំបាំងនៃឋានសួគ៌ក៏ជាពេលវេលាដែលព្រះជាម្ចាស់ទ្រង់បានធ្វើការហើយពេលទាំងអស់នោះឯងគឺបញ្ជាក់អំពីយ៉ាងម៉េចដែលខ្លឹមសារដ៏អាចកំបាំងខាងឯព្រលឹងវិញ្ញាណឲ្យយើងយល់បាទហើយយើងឃើញយ៉ាងម៉េចក្នុងគ្រប់ទាំងសាសនាទាំងអស់គេតែងតែចម្លងពេលវេលាទាំងអស់នោះបាទឲ្យត្រូវនឹងព្រះគម្ពីរហើយយើងឃើញអាចកំបាំងបាទមុនគេគឺអីគេបាទយេរ៉ូបោមបន្ទាប់ពីលោកបានផ្ដាច់ខ្លួនបាទបង្កើតជានគរមួយហើយបះបោរចេញអំពីរាជរបស់ផងព្រះបាទដាវីតនិងសាឡូមោនបាទដើម្បីទប់ស្កាត់ប្រជារាស្ត្ររបស់ផងព្រះជាម្ចាស់ក្នុងការទៅកាន់ក្រុងយេរូសាឡឹម
លោកបានបង្កើតពិធីបុណ្យផ្សេងដើម្បីឲ្យគេថ្វាយបង្គំគោមាសដោយយកថ្ងៃខែពេលវេលាដូចបេះបិទនឹងព្រះគម្ពីរនោះគឺជាឧទាហរណ៍ដ៏ល្អជាងគេបាទហើយយើងក៏ឃើញផងដែរពិធីបុណ្យព្រះយេហូវ៉ាជាពិសេសបុណ្យនៅក្នុង3ខាងចុងគឺត្រូវគ្នាស្ទើរតែដូចគ្នាបេះបិទជាមួយនឹងពិធីបុណ្យនៅក្នុងប្រពៃណីសាសនារបស់យើងនៅក្នុងប្រពៃណីរបស់កម្ពុជារបស់យើងបាទផងដែរអញ្ចឹងទី2យើងឃើញកន្លែងនេះព្រះអង្គថាម៉េចបាទត្រូវឲ្យប្រកាសប្រាប់មានន័យត្រូវឲ្យធ្វើត្រូវឲ្យប្រាប់ត្រូវឲ្យបង្រៀនពីព្រោះវាជាអត្ថន័យអត្ថកំបាំងខែព្រលឹងមានខបន្ទាប់មកទុកជាថ្ងៃជំនុំបរិសុទ្ធបាទនៅក្នុងភាសាអង់គ្លេសប្រើពាក្យបាទ Holy Convocation តិចទៀតយើងនឹងរៀនពាក្យទាំងអស់នេះបាទប៉ុន្តែចុងនៅក្នុងខ12អំប្រាប់ថាបុណ្យនេះជារបស់ផងព្រះយេហូវ៉ា My feast or my appointed feast ខ្ញុំដាក់តាំងពីភាសាអង់គ្លេសមកដើម្បីឲ្យលោកអ្នកបងប្អូនមើលថាព្រះអង្គរាប់ថាបុណ្យនេះជារបស់ព្រះអង្គមិនមែនជារបស់សាសយូដាទេយូដាដូចជាខ្ញុំនិងលោកអ្នកបងប្អូនដែលពួកគេគឺជារាជគេជាអ្នកស្រឡាញ់គោរពកោតខ្លាចហើយជាអ្នកដើរតាមព្រះបន្ទូលของព្រះអង្គបាទហើយអ្វីត្បិតតែអីគេក្រោយមកពួកចាស់ទុំរបស់ផងគេបានចែងទុកខ្លះបាទតាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ច្បុកច្បល់ចូលនៅក្នុងព្រះបន្ទូលរបស់ព្រះក៏ប៉ុន្តែពិធីបុណ្យទាំងអស់នេះយើងបានឃើញច្បាស់ថាវាពិតជាមាននៅក្នុងព្រះបន្ទូលព្រះអង្គពិតជាការបង្គាប់បញ្ជាហើយព្រះអង្គបានប្រកាសថាវាជាបុណ្យដែលតាក់តែងឡើងដោយព្រះជាម្ចាស់បាទពាក្យបុណ្យ feast បាទនៅក្នុង Strong Concordance H4150 បានប្រាប់ថាម៉េចបាទគឺ properly appointment បាទពេលវេលាដ៏ជាក់លាក់នៃការណាត់ជួបអាមែន properly appointment បាទហើយក៏បានប្រាប់ថាម៉េចជា sign and time ណាបាទដែលគេបញ្ជាក់ប្រាប់យើងច្បាស់លាស់ថាតើបុណ្យនីមួយៗចង្អុលទៅលើអ្វីប្រាប់យើងពីអ្វីហើយវាជាស្រមោលអំពីអ្វីឥឡូវនេះយើងមើលនៅក្នុងបាទថ្ងៃបាទប្រជុំជំនុំបរិសុទ្ធដែលភាសាអង់គ្លេសប្រើពាក្យ Holy Convocation បាទពាក្យ Holy Convocation នេះបាទមានន័យថា something call out អ្វីមួយដែលត្រូវបានហៅចេញមកហើយព្រះគម្ពីរប្រាប់ថា also a rehearsal បាទវាក៏ជាការហាត់សមផងដែរហាត់សមគឺមានន័យថាម៉េចបាទមានន័យថាហាត់ទុកជាមុនពេលមកដល់ដើម្បីដល់ថ្ងៃសម្ដែងបានល្អអាមែនហើយយើងរៀនច្រើនហើយតកតងអំពីការទាំងអស់នេះបាទអញ្ចឹងតើមានអ្វីខ្លះព្រះគម្ពីរបានប្រាប់ថាពិធីបុណ្យរបស់ផងព្រះអង្គចាប់រាប់ពីថ្ងៃឈប់សម្រាកដែលមាន7ថ្ងៃម្ដងអាមែនថ្ងៃឈប់សម្រាក the Sabbath បាទនៅក្នុងខ23បាទនៅក្នុងជំពូក23ខ3បាទហើយយើងឃើញយ៉ាងម៉េចបាទត្រូវឲ្យធ្វើការក្នុងរវាង6ថ្ងៃតែដល់ថ្ងៃទី7នោះគឺជាថ្ងៃឈប់ឲ្យបានសម្រាកព្រះគម្ពីរប្រាប់មិនមែនថ្ងៃឈប់សម្រាកទេមើលព្រះបន្ទូលឲ្យច្បាស់ថ្ងៃឈប់សម្រាកហើយនៅថ្ងៃឈប់ដើម្បីឲ្យបានសម្រាកវាជារឿងពីរផ្សេងគ្នាអាមែនព្រះអង្គថាព្រះអង្គបង្កើតថ្ងៃទី7មកឲ្យយើងឈប់ហើយតាមរយៈការឈប់នោះឯងយើងនឹងបានសម្រាកខុសពីថ្ងៃឈប់សម្រាកថ្ងៃឈប់សម្រាក holiday ឬ day off អាមែនថ្ងៃដែលអត់ធ្វើការងារខុសពីថ្ងៃឈប់ដើម្បីឲ្យបានសម្រាកថ្ងៃឈប់ដើម្បីឲ្យបានសម្រាកមានន័យថ្ងៃនោះគឺជាកូនសោថ្ងៃនោះគឺជាគន្លឹះបាទកាលណាបើយើងប្រព្រឹត្តតាមវានាំឲ្យយើងទៅកាន់សេចក្តីសម្រាករបស់ព្រះអាមែនសេចក្តីសម្រាកអីគេពាក្យថាការសម្រាកវាខុសពីការយល់ឃើញរបស់ផងយើងដែលយើងឈប់ត្រឹងអត់ធ្វើការបាទការសម្រាករបស់ផងព្រះគឺសម្រាកទាំងរូបកាយសម្រាកទាំងព្រលឹងសម្រាកទាំងព្រលឹងវិញ្ញាណសម្រាកទាំង mentality ចិត្តគំនិតរបស់ផងយើងថ្ងៃបរិសុទ្ធរបស់ផងព្រះវាគឺជាក្របពូជនៃការឈប់សម្រាកទាំងឡាយនៅក្នុងជីវិតបើរាជបរិសុទ្ធរបស់ផងព្រះដ៏ជាអម្ចាស់មិនរក្សាថ្ងៃឈប់សម្រាកហើយគោរពប្រណិប័តថ្ងៃឈប់សម្រាក
នៅក្នុងជីវិតជាគ្រីស្ទបរិស័ទទេខ្ញុំហ៊ានសន្យាក្នុងមួយជីវិតនៅលើផែនដីអ្នកមិនដែលស្គាល់ពាក្យថាឈប់សម្រាកឡើយបាទពីព្រោះព្រះគម្ពីរបានប្រាប់ថាដើម្បីឲ្យបានឈប់សម្រាកអ្នកត្រូវតែរក្សាថ្ងៃបរិសុទ្ធពីព្រោះតាមរយៈការរក្សាថ្ងៃបរិសុទ្ធបាទតាមរយៈការឈប់ពីការធ្វើការនៅថ្ងៃបរិសុទ្ធបាទនាំអ្នកទៅកាន់សេចក្តីឈប់សម្រាកអាមែនអញ្ចឹងបើព្រះគម្ពីរខ្មែរនិយាយថាម៉េចជាថ្ងៃឈប់អីគេឲ្យបានសម្រាកមានន័យថាអ្នកត្រូវរក្សាថ្ងៃនឹងជាមុនសិនបាទតាមរយៈការរក្សាថ្ងៃនឹងជាទៀងទាត់បាទរហូតដល់คลายទៅជាសម្របរូបកាយព្រលឹងវិញ្ញាណអារម្មណ៍មនោសញ្ចេតនាចិត្តកំណត់សំបីតែជីវភាពរបស់អ្នកក៏បានសម្រាកពីគ្រប់ទាំងបន្ទុកនិងបញ្ហាផ្សេងអាមែនហើយព្រះជាម្ចាស់មានបន្ទូលថាម៉េចមែនតើពេលដែលព្រះអង្គបង្កើតថ្ងៃទាំង7ព្រះអង្គបែងចែកជា2ហើយព្រះអង្គឲ្យយើងយកទៅប្រកាសចោះសម្រាប់ជីវភាពរស់នៅក្នុងសាច់ឈាមរបស់យើងរយៈពេល6ថ្ងៃតែព្រះអង្គមានបន្ទូលថាថ្ងៃទី7ជាថ្ងៃរបស់ទ្រង់ទេមិនមែនជាថ្ងៃរបស់យើងឡើយអាមែនតែព្រះអង្គឲ្យមកយើងដើម្បីឲ្យយើងបានឈប់អញ្ចឹងហើយបានជាព្រះគម្ពីរអង់គ្លេសប្រើពាក្យម៉េច It is a Sabbath to the Lord បាទ in all your dwelling place វាជាថ្ងៃឈប់សម្រាករបស់ព្រះអង្គទេក៏ប៉ុន្តែព្រះអង្គឲ្យមកយើងដើម្បីឲ្យយើងបានឈប់សម្រាកនៅក្នុងកន្លែងដែលយើងស្នាក់នៅអាមែនបាទអញ្ចឹងនេះវាគឺជាអាថ៌កំបាំងហើយយើងមិនអាចនិយាយថាខ្ញុំស្រឡាញ់ព្រះបាទយើងមិនអាចនិយាយថាយើងគោរពកោតខ្លាចយើងមិនអាចនិយាយថាបាទយើងបាទយ៉ាងម៉េចដែររស់នៅគប់ព្រះハរតីរបស់ព្រះជាម្ចាស់ហើយជន់ឈ្លីថ្ងៃបរិសុទ្ធឡើយតាំងពីថ្ងៃដែលព្រះទ្រង់បានបាទចេញព្រះរាជបញ្ជារហូតមកដល់ពេលបច្ចុប្បន្នថ្ងៃនេះនៅតែត្រូវបានរក្សាហើយបន្តរក្សារហូតទាល់តែចុងរាជ1000ឆ្នាំអាមែននេះជាការពិតហើយយ៉ាងម៉េចដែរថ្ងៃឈប់សម្រាកនេះវាជាអីគេវាជាបទបញ្ញត្តិដំបូងគេមុនតាំងពីមានក្រឹតវិន័យបន្ទាប់ពីព្រះអង្គបង្កើតទីមេផែនដីតើអ្វីដែលព្រះអង្គធ្វើមុនគេហើយអ្វីដែលព្រះអង្គឲ្យយើងសរក្សាមុនគេថ្ងៃឈប់សម្រាកអត់មានណាមុនហ្នឹងទេហេតុអីទី1ហេតុអ្វីបានព្រះអង្គបង្កើត7ថ្ងៃសូមចងចាំតាមរយៈការសិក្សាស្រាវជ្រាវបាទហើយឯកសារជាច្រើនបាទដែលគេបានផ្ទៀងទាត់ក្រៅពីព្រះគម្ពីរ66ខណ្ឌបាទធ្វើឲ្យអ្នកសិក្សាព្រះគម្ពីរពួកស្កឡាដឹងយ៉ាងច្បាស់អត់ដូចពីមុនទេបាទថាយ៉ាងម៉េចផ្ទៃមេឃផែនដីដែលព្រះទ្រង់បានបង្កើតនៅក្នុងរយៈពេល7ថ្ងៃមិនមែនជាការបង្កើតថ្មីទេពីមុនយើងយល់ថាពាក្យ formless បាទផែនដីគ្មានទ្រង់ទ្រាយបាទដោយសារវាខូចព្រះគម្ពីរប្រាប់ថាវាខូចប៉ុន្តែខូចយ៉ាងម៉េចយើងអត់ដឹងក៏ប៉ុន្តែឯកសារបានបង្ហាញប្រាប់យើងនៅក្នុងសម័យកាលនេះដែលពួកអ្នកប្រាជ្ញបានរកឃើញថាម៉េចបាទវា formless ដោយសារតែសង្គ្រាមឋានសួគ៌រវាងព្រះនិងអរិយសត្វបាទមានមេបះបោសាតាំង3ផ្សេងគ្នាបាទមួយគឺអីគេបាទមុនគេគឺ Leviathan នេះគឺជាអ្នកនាំការបះបោទី1ទី2សាតាំងហើយទី3 Azazel ដែលមានពួកបាទ120អ្នកនោះ3នេះគឺជាមេនាំការបះបោនៅក្នុងរឿង3ផ្សេងគ្នា Leviathan បាទមិនមែនជាសាតាំងទេ not Satan not Lucifer បាទ Lucifer ហើយសាតាំងគឺតែមួយទេ Leviathan គឺជាអ្នកនាំការបះបោមុនគេបាទដែលគេហើយ Leviathan នោះព្រះបានសម្ដែងនៅកន្លែងណានៅក្នុងយោបដែលព្រះអង្គសួរហើយម្ដងយើងបកប្រែថាតម្រៃម្ដងបកយើងបកប្រែថាអីគេម្ដងកពីខ្មែរបកប្រែថាកពើប៉ុន្តែតាមពិតមកបើយើងអត់យល់តាមពិតព្រះគម្ពីរបានសួរយោបនៅពេលដែលព្រះអង្គសួរយោប
តាយោបស្គាល់លេវ៉ាតិនទេស្គាល់ច្បាស់ពីព្រោះបើមិនអញ្ចឹងពេលមិនអាចយករឿងមកសួរយោបក្នុងរឿងដែលលោកអត់ស្គាល់ទេអាមែនបាទលោកអ្នកបងប្អូនចង់ទៅមើលថាលេវ៉ាតិនយ៉ាងម៉េចបាទព្រះគម្ពីរបានប្រាប់ទាំងអស់នៅក្នុងព្រះគម្ពីរយោបបងសួរអ្នកណាបង្កើតវាបាទអ្នកណាចងកាឡាវាអ្នកណាអីវាគឺបញ្យល់ពីរឿងលេវ៉ាតិនហ្នឹងឯងអញ្ចឹងផ្ទៃមេឃផែនដីបានកើតយើងមិនដឹងថាបង្កើតតាំងពីពេលណាទេមុនព្រះគម្ពីរលោកុបាទជំពូក1ខ1ក៏ប៉ុន្តែដោយសារសង្គ្រាមរវាងអីគេព្រះហើយនឹងអរិយសាតាំងនោះឯងគឺត្រូវបានខូចអស់ទៅបាទហើយនោះគឺជាអ្វីដែលព្រះគម្ពីរបានប្រាប់ថាកាលដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនៃផែនដីហើយខ2បានប្រាប់ថាឯផែនដីបានខូចហើយនៅទទេហើយព្រះជាម្ចាស់បាទបន្ទាប់ពីសង្គ្រាមនោះត្រូវបានបញ្ចប់ទៅយើងមិនដឹងថាព្រះអង្គទុកពេលយូរប៉ុណ្ណាទេប៉ុន្តែព្រះអង្គបានចាប់ផ្ដើមជួសជុលផែនដីឡើងវិញហើយព្រះអង្គជួសជុលផែនដីឡើងវិញបាទរយៈពេល7ថ្ងៃបាទមិនមែនគ្រាន់តែស្ដារមិនមែនគ្រាន់តែសារធ្វើឲ្យវាប្រសើរឡើងវិញបាទហើយដាក់ឲ្យមនុស្សរស់នៅដើម្បីមើលថែរក្សាប៉ុណ្ណោះទេក៏ប៉ុន្តែការបង្កើតទាំង7ថ្ងៃនេះវាគឺជាការប្រាប់ទុកជាមុនថាដោយសារការបះបោរបាទរបស់ផងទេវតានៅឯកដល់ស្ថានសួគ៌បាទហើយធ្វើឲ្យអ្វីរបស់ផងព្រះបានខូចនឹងព្រះបានចាប់ផ្ដើម replan បាទចាប់ផ្ដើមគម្រោងការមួយថ្មីទៀតបាទហើយគម្រោងការនោះគឺមានរយៈពេល7000ឆ្នាំបាទដើម្បីនាំស្នាមប្រហោះរបស់ផងព្រះដល់ជាម្ចាស់ពាក្យស្នាមប្រហោះរបស់ផងព្រះមានន័យថាទាំងមនុស្សនិងអ្វីទាំងអស់ទៅកាន់បាទគម្រោងការចុងក្រោយបំផុតនោះគឺផ្ទៃមេឃថ្មីផែនដីថ្មីហើយម្ដងហើយម្ដងទៀតហេតុអីបានសង្គ្រាមកើតឡើងបាទនៅលើផែនដីនេះពីព្រោះអរិយហើយសាតាំងបានដឹងយ៉ាងច្បាស់ថាព្រះមានគម្រោងការជាក់លាក់សម្រាប់ផែនដីហើយព្រះចង់យកផែនដីនេះបាទដើម្បីរៀបចំឲ្យទៅជាឋានសួគ៌ដែលព្រះអង្គអាចស្នាក់នៅជាមួយមនុស្សនោះគឺជាអ្វីដែលព្រះបានបង្កើតអញ្ចឹងពេល7ថ្ងៃនេះព្រះចង់ពន្យល់ប្រាប់យើងសម្រាប់អ្នកសិក្សាព្រះគម្ពីរដែលស៊ីជម្រៅគឺព្រះបានប្រាប់គេថានៅក្នុងរយៈពេល7000ឆ្នាំហ្នឹងព្រះនឹងដោះស្រាយគ្រប់វិធីទាំងអស់ជាមួយនឹងអំពើបាបដើម្បីនាំមកនៅភាពបរិសុទ្ធបាទដើម្បីឲ្យស្នាមប្រហោះរបស់ព្រះបជារាជរបស់ផងព្រះដល់ជាម្ចាស់បាទមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចចូលទៅរស់នៅផ្ទៃមេឃថ្មីផែនដីថ្មីដែលជាឋានសួគ៌បាទនេះគឺជាអ្វីដែលព្រះគម្ពីរចង់និយាយហើយថ្ងៃទី7ដែលព្រះផ្អាកសម្រាកពីការបង្កើតនោះឯងវាគឺជាគំរូនៃដំណាក់កាលដំបូងមុនពេលដែលផែនការដ៏ចុងក្រោយបញ្ចប់ត្រូវបានសម្រេចគឺផ្ទៃមេឃថ្មីផែនដីថ្មីនោះព្រះអង្គឲ្យគេមានការសម្រាកខាងសាច់ឈាមរយៈពេល1000ឆ្នាំជាមុនសិននោះគឺដូច្នេះឆ្នាំទី7វាគឺថ្ងៃទី7វាគឺតំណាងឲ្យឆ្នាំទី7000ចាប់តាំងពីថ្ងៃដែលព្រះបានដាក់មនុស្សចុះមកបាទអញ្ចឹងហើយបានជាអីគេហើយថ្ងៃនោះកុំនិយាយថាការរក្សាថ្ងៃបរិសុទ្ធជាក្រឹតវិន័យពីព្រោះព្រះបានបង្ហាញបាទថាទ្រង់បានសម្រាកតាំងពីមុនពេលមានក្រឹតវិន័យសូមមើលតាំងពីសម័យលោកអាដាមមកដល់សម័យក្រឹតវិន័យតើមានរយៈពេលប្រមាណប៉ុន្មានឆ្នាំជាង3000ឆ្នាំមែនទេជាង3000ឆ្នាំយើងគិតថាពីត្រឹមលោកអាដាមមកណូអេយើងគិតទូចុះ2000ឆ្នាំមែនអត់បាទពីលោកណូអេមកដល់លោកអាប់រ៉ាហាំប្រហែលអាមែនបាទអញ្ចឹងយើងត្រូវគិតពិចារណាថាថ្ងៃទី7នេះមានមុនពេលក្រឹតវិន័យទៅចាប់ផ្ដើមនិយាយនៅពេលដែលម៉ូសេឡើងទៅទទួលទេហើយអ្វីដែលមានបាទតែថ្ងៃបរិសុទ្ធមានមុននេះរាប់ពាន់ឆ្នាំនេះគឺជាការពិតបាទអញ្ចឹងហើយបានជាថ្ងៃទី7ដែលយើងមកថ្វាយបង្គំព្រះទី1នៅពេលដែលយើងស្ដាប់បង្គាប់យើងមានឱកាសបានអីគេចូលមកថ្វាយបង្គំដល់ព្រះដល់ជាអម្ចាស់បាទដើម្បីឲ្យ
រូបកាយយើងប្រលឹងយើងវិញ្ញាណយើងអារម្មណ៍យើងមនោសញ្ចេតញ្ញាណារបស់យើងបានឈប់ផ្អាកសម្រាប់ពីបន្ទុកប្រចាំថ្ងៃហើយតាមរយៈការស្ដាប់បង្គាប់ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបាទយ៉ាងមិនដែរវាបានផ្ដល់ឲ្យយើងឆ្ពោះទៅកាន់ការឈប់សម្រាកដែលអ្នកដទៃអត់អាចឈប់សម្រាកមនុស្សជាច្រើនមិនអាចឈប់សម្រាកបានទេក្នុងជីវិតនេះក៏ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថាម៉េចបើឯងរក្សាថ្ងៃឈប់សម្រាកនឹងឯងវានឹងនាំឲ្យឯងទៅកាន់ការឈប់សម្រាកមួយនៅក្នុងជីវិតមិនដូចជាអ្នកដទៃផ្សេងទៀតនោះឡើយអញ្ចឹងមកព្រះជាម្ចាស់មានបន្ទូលថាថ្ងៃឈប់ឲ្យបានសម្រាកអាមែននេះគឺជាអ្វីដែលយើងបាទហើយមែនតែនទៅបាទអ្វីដែលព្រះបានបង្កើតតាមពិតមិនបង្កើតថ្មីទាំងស្រុងទេគឺគ្រាន់តែ restore អ្វីដែលខូចប៉ុណ្ណោះបាទសំបីតែអីគេសំបីតែរុក្ខជាតិទាំងឡាយគេជឿថាតាមពិតនៅពេលដែលវាខូចហ្នឹងគ្រាប់ពូជទាំងអស់នោះវានៅក្នុងផែនដីរួចទៅហើយក៏ព្រះអង្គបង្គាប់ឲ្យវាដោះឡើងវិញតែប៉ុណ្ណោះរឿងនេះអត់ខុសគ្នាអីនឹងរឿងណូអេទេគ្រាន់ណូអេគេដាក់ក្នុងទូកប៉ុន្តែតាមពិតគ្រាប់ពូជទាំងអស់ដែលមានដល់ថ្ងៃនេះបាទគឺចេញពីទូកណូអេឯចំណែកគ្រាប់ពូជដែលមានចេញពីទូកណូអេវាមានតាំងពីថ្ងៃដំបូងដែលព្រះបង្កើតម្លេះបាទយើងត្រូវយល់ដឹងរឿងទាំងអស់ហ្នឹងបាទហើយឥឡូវនេះយើងឃើញយ៉ាងម៉េចអញ្ចឹងហើយបានជាវាជារឿងសំខាន់បាទវាជារឿងសំខាន់បាទហើយតាមរយៈការថ្វាយបង្គំនៅថ្ងៃអាទិត្យនេះវាក៏បានប្រាប់យើងផងដែរថាការឈប់សម្រាកពីគ្រប់ទាំងការងារដើម្បីមកថ្វាយបង្គំព្រះនៅថ្ងៃបរិសុទ្ធនេះវាជាស្រមោលមួយវាមេរៀនមួយដាស់តឿនរំលឹករបស់ផងឲ្យយើងឃើញរូបភាពបណ្ដោះអាសន្នថាថ្ងៃមួយយើងនឹងបានឈប់សម្រាកលោកអ្នកយើងសំណាងខុសពីអ្នកដទៃដោយសារអីដោយសារតែយើងគៀកនៅឆ្នាំទី7000បាទគៀកទៅនឹងការឈប់សម្រាកដូច្នេះយើងគួរតែរក្សាថ្ងៃបរិសុទ្ធលើសជាងអ្នកណាទាំងអស់បាទហេតុអីពីព្រោះដើម្បីផ្ដល់ឲ្យយើងនៅក្តីសង្ឃឹមបាទហើយទន្ទឹងរង់ចាំឥឡូវនេះយើងឃើញពីខ4ទៅខ8និយាយអំពីបុណ្យរំលងបាទនៅក្នុងព្រះបន្ទូលនេះអត់បាននិយាយអំពីបុណ្យនំប៉័ងឥតដំបែទេហេតុអីពីព្រោះបុណ្យនំប៉័ងឥតដំបែនៅក្នុងបុណ្យរំលងនៅក្នុងនំប៉័ងឥតដំបែវាជាពិធីបុណ្យដែលមួយនៅក្នុងមួយហើយវានៅក្នុងពេលវេលាតែមួយឯបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ាជាថ្ងៃជំនុំបរិសុទ្ធបាទកាលណាយើងឮពាក្យថាប្រជុំជំនុំបរិសុទ្ធគឺយើងនឹកចាំភ្លាមថាវាគឺជាការហាត់សមពីសេចក្តីពិតដែលនឹងត្រូវមកដល់ដែលឯងត្រូវប្រកាសប្រាប់នៅពេលកំណត់ដូច្នេះនៅថ្ងៃ14ខែចែកអញ្ចឹងខ្មែរខែចែកយើងត្រូវចាំថានីសានគឺបាទនៅក្នុងព្រះគម្ពីរគឺបាទខែ1របស់ផងអ៊ីស្រាអែលចាប់តាំងពីល្ងាចរហូតដល់ខួបវិញបងប្អូនប្រាប់ខ្ញុំបានទេនៅពេលដែលពាក្យខ្មែរប្រើពាក្យខួបតើខួបមានប្រមាណ turn បាទយើងសំដៅទៅលើអីខ្លះខ្ញុំនៅពីទួយឲ្យតែពេលយាយចង់ធ្វើតប៉ែគាត់ឲ្យខ្ញុំបេះស្លឹកចាបាទពីព្រោះយើងនៅតំបន់ខ្ញុំនោះអត់សូវសម្បូរដើមចេកទេតែសម្បូរដើមចាបាទគេហៅសំទោសដើមចាផ្កាចាគេហៅគេយើងតែងយកស្លឹកចាហ្នឹងឯងយកមកទ្របតប៉ែព្រោះតប៉ែឥឡូវអត់មានអីទ្របទេតប៉ែពីមុនមានអីទ្របបាទគេពូតហើយគេកាត់ស្លឹកចាមូលយ៉ាងហើយគេដាក់នៅលើបាទហើយខ្ញុំសួរគាត់ពេលណាបានញ៉ាំគាត់ថាមកខួបមិនមួយថ្ងៃកាលណាយើងនិយាយខួបមាន4វគ្គមាន4 term មួយខួបមួយថ្ងៃបាទមានន័យថា24ម៉ោងក៏មួយខួបដែរខួបទី2 7ថ្ងៃកាលណាយើងនិយាយមួយខួបបាទគេហៅបុណ្យខួប7ថ្ងៃលឺអត់ឃើញខួបទេ7ថ្ងៃបាទមានន័យថាពីម៉ោងហ្នឹងទៅ7ថ្ងៃក្រោយម៉ោងហ្នឹងតែមួយខួបអញ្ចឹងវាមានខួបតូចខួបមធ្យមហើយមានខួបធំចុះខួបធំណាបាទ7ឆ្នាំដល់ធំមែនតើ12ឆ្នាំមកជុំប្រតិទិនអាហ្នឹងហៅថាខួបចុះខួបនេះ7ថ្ងៃ
អាមែនយើងឃើញកន្លែងនេះបាទឯងរកគ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់ដូច្នេះនៅថ្ងៃ14ខែចែកចាប់តាំងពីល្ងាចដល់ខួបវិញបុណ្យនំប៉័ងឥតដំបែបុណ្យរំលងត្រូវបរិភោគនំប៉័ងឥតដំបែមួយខួបគឺ7ថ្ងៃពេញត្រូវអត់ នោះជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ាអញ្ចឹងកាលណាបុណ្យរំលងរំលឹកដល់អីគេបុណ្យរំលងរំលឹកដល់បាទការពាររបស់ព្រះជាម្ចាស់ដល់ជនជាតិអ៊ីស្រាអែលដោយសារឈាមនៅពេលដែលទ្រង់ប្រហារជនជាតិអេស៊ីបបាននៅគ្រោះកាចទី10អាមែនហើយដែលឈាមលាបនៅលើធ្នឹមនិងក្របទ្វារជាសញ្ញាដែលបញ្ជាក់ថាបាទផ្ទះនេះប៉ះមិនបានទេមនុស្សនេះប៉ះមិនបានទេផ្ទះនេះត្រូវបានការពារដោយព្រះជាម្ចាស់វាគឺជាស្រមោលនៃឈាមពិតប្រាកដគឺព្រះយេស៊ូវបាទដែលការពារអស់អ្នកដែលទទួលជឿព្រះអង្គពីសេចក្តីស្លាប់មិនមែនសាច់ឈាមទេគឺវិញ្ញាណហើយអ្វីដែលយើងគួរអស្ចារ្យពិភពលោកនេះអត់មានសញ្ញាអត់មានអ្នកណាប្រើសញ្ញានេះទេមានតែចិនប៉ុណ្ណោះត្រូវអត់មានទេពេលហើយអ្នកតាមដងគេតែងតែអីគេយកឈាមបាទដែលមនុស្សដែលអ្នកតាអានដាក់នៅលើហើយលាបតាមធ្នឹមនឹងក្របទ្វារមែនអត់ទីតាំងគឺរៀបពិតប្រកបអីក៏ពិតប្រកបកន្លែងនឹងឯងដែលគេធ្វើការសិក្សាស្រាវជ្រាវបាទឯកសារបុរាណចិនគេបង្ហាញថាចិនគឺជាប្រទេសគ្រីស្ទបរិស័ទកាលពីរាប់ពាន់ឆ្នាំមុនបាទតែដល់សារក្រោយមកបដូរទៅវានៅសល់តែទំនៀមទម្លាប់យល់អត់បាទសំបីតែអីគេបើលោកអ្នកបងប្អូនមើលសំបីតែពេលព្រលឹមឡើងពេលដែលគេសែនឃើញគេមានចាក់កាហ្វេចាក់តែតាមពេងតាមកែវមានជ្រោចទេមិនឃើញពេលយើងឃើញនៅក្នុងរឿងចិនទេពេលគេផឹកឲ្យគេមានជ្រោចបាទអត់មានវិធីណាសាសនាណាឲ្យដូចបេះបិទនឹងព្រះគម្ពីរមែនបាទអញ្ចឹងឥឡូវនេះយើងមើលតទៀតហើយអក្សរចិនទៀតស្តៀងអក្សរអ៊ីស្រាអែលពួកអក្សរនេះមួយគឺមានបញ្ជាក់ន័យក្នុងហ្នឹងបាទត្រឡប់មកវិញបាទអញ្ចឹងនេះគឺជាយ៉ាងម៉េចដែរការប្រជុំជំនុំបរិសុទ្ធគឺជាការហាត់សមពន្យល់ប្រាប់យើងបាទមកដល់សម័យនេះយើងអត់ពិបាកយល់ទេដោយសាររឿងនេះបានកើតឡើង2000ឆ្នាំហើយបាទនៅថ្ងៃ15ក្នុងខែនេះបាទជាថ្ងៃបុណ្យនំប៉័ងឥតដំបែអញ្ចឹងនៅក្នុងខនេះគឺអត់បាន នំប៉័ងឥតដំបែដាក់នៅជាមួយបាទបុណ្យរំលងពេលដែលខ្ញុំរៀនកាពីដំបងខ្ញុំវិញកន្លែងហ្នឹងមិនបានពេលខ្លះគេហៅបុណ្យនំប៉័ងឥតដំបែមិនពេលខ្លះគេហៅរំលងបាទហើយវាបែងចែកគ្នាយ៉ាងម៉េច បាទតាមពិតបុណ្យរំលងគឺមានតែមួយយប់ទេគឺនៅយប់ថ្ងៃទី14បាទក៏ប៉ុន្តែទោះបីបុណ្យនឹងធ្វើមួយយប់ក៏ដោយការរក្សាបរិភោគនំប៉័ងឥតដំបែគឺមានរយៈពេល7ថ្ងៃហើយនៅព្រឹកថ្ងៃទី15នោះបាទគឺគេធ្វើពិធីមួយប្រមូលដំបែចេញពីផ្ទះក៏ប៉ុន្តែសួរថាដំបែអត់ពីណាគេអត់បរិភោគតាំងពីថ្ងៃ14នោះមែនទែនគឺគ្រាន់តែជាពិធីទេមានន័យថាគេប្រមូលតាំងពីមុនថ្ងៃ14ម្លេះសម្រាប់ប្រពៃណីរបស់គេតែគ្រាន់តែគេធ្វើពិធីនឹងដើម្បីរំលឹកបាទហើយរក្សារហូតដល់ថ្ងៃទី21នៃខែ1គឺមានរយៈពេល7ថ្ងៃហើយដែល7ថ្ងៃនេះយើងអត់យល់ទេតាមពិត7ថ្ងៃនេះគឺបានបង្ហាញប្រាប់ថាម៉េចប្រជារាស្ត្រព្រះទាំងឡាយណាដែលស្រឡាញ់គ្រប់កោតខ្លាចព្រះនៅក្នុងគម្រោងផែនការរបស់ព្រះអ្នកឯងត្រូវរក្សាដំបែបាទនៅក្នុងផ្ទះអ្នកឯងនៅក្នុងជីវិតអ្នកឯងមិនឲ្យមានទេ7តំណាងអីគេ7000ដែរដូច្នេះដំបែហ្នឹងគឺអីគេដំបែហ្នឹងគឺ symbolic អំពីសេចក្តីកំសោយទាំងឡាយនិងអំពើបាបដែលមានក្នុងជីវិតនេះអញ្ចឹងនៅពេលដែលយើងយល់ពីកូដហ្នឹងយើងដឹងយ៉ាងច្បាស់ព្រះគម្ពីរប្រាប់តាំងពីថ្ងៃដំបូងថាមិនមែនគ្រាន់តែជឿទេជឿហើយត្រូវលះចោលគ្រប់ទាំងអំពើបាបហើយខ្ញុំធ្លាប់បញ្ជាក់ប្រាប់លោកអ្នកបងប្អូនថាម៉េចលក្ខខណ្ឌគឺបើសិនជា7ថ្ងៃហ្នឹងយ៉ាងម៉េច7ថ្ងៃហ្នឹងគេបរិភោគមានដំបែមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ទេព្រះអង្គថាកាត់កាល់គេចេញពីសាសត្រូវអត់បាទដូចគ្នានឹងអីគេដូចគ្នានឹងយើងរៀនអំពីយ៉ាញ់បូជាព្រះអង្គថាម៉េចក្នុងចំណោមយ៉ាញ់បូជាថ្មីត្បិតតែមានយ៉ាញ់បូជាលួសបាបក៏ប៉ុន្តែគ្រប់ទាំងយ៉ាញ់បូជាទាំងអស់លួសដោយសារតែបាបដោយអចេតនាប៉ុណ្ណោះ
ត្រូវអត់អញ្ចឹងហើយបានជាព្រះគម្ពីរនិយាយថាម៉េចអ្នកណាដែលធ្វើបាបដោយចេតនាគ្មានយ៉ាញ់បូជាណាសង្គ្រោះនោះឡើយអញ្ចឹងអ្នកដែលព្រះគម្ពីរហាមថា7ថ្ងៃនឹងមិនឲ្យញ៉ាំមិនឲ្យបរិភោគនំប៉័ងដែលមានអបាយតែគេនៅតែបន្តបំពេញមានន័យថាគេធ្វើបាបដោយចេតនាត្រូវអត់ពីព្រោះនៅក្នុងនឹងព្រះគម្ពីរក៏បានប្រាប់ដែរបើសិនជាគេបរិភោគច្រឡំនៅក្នុងថ្ងៃណាមួយព្រះមិនរាប់ជាទោសគេទេនោះសំដែងអំពីការដួលចុះទៅក្នុងអំពើបាបនៅក្នុងដំណើរជីវិតយើងជាគ្រីស្ទបរិស័ទបាទដោយអចេតនានៅក្នុងពេលណាមួយយើងអាចងើបមកវិញបានក៏បាទវាពីព្រោះវាមិនបានបង្ហាញអំពីចេតនាជាសកម្មឡើយបាទតមកទៀតឥឡូវយើងនិយាយពីផលដំបូងបាទផលដំបូងនេះក៏ខ្ញុំវែងនៅកាលពីដំបូងពីព្រោះផលដំបូងយើងត្រូវចាំថាមិនមែនមានតែមួយទេមានដល់3ហើយផលដំបូងនេះគេហៅថា barley harvest ផលដំបូងពីស្រូវបាលីបាទឥឡូវនេះខ្ញុំចង់ឲ្យលោកអ្នកបងមើល character shape របស់បាលីពណ៌ខៀវនេះគឺជាស្រូវបាលីហើយពណ៌ក្រហមនេះគឺជាស្រូវសាលីណាដែលភាសាខ្មែរប្រើពាក្យស្រូវសាលីតែអង់គ្លេសប្រើពាក្យ wheat ហើយភាសាបាលីនេះបាទយើងបកប្រែខ្មែរថាស្រូវអោកមានកតុយបាទហើយស្រូវសាលីអត់មានកតុយទេតែក្របស្រូវអោករលូនបាទតែក្របស្រូវសាលីឥឡូវបងប្អូនមើលក្របចិត្តណាបាទស្រូវសាលីអត់មានកតុយទេកញ្ញាញ់ទេក៏ប៉ុន្តែមុតដូចកបិតចឹងអត់បូតនឹងដៃបានទេហើយសូម្បីតែជំរុះវាក៏មិនមែនអីគេក៏មិនមែនបាទជន់ពីលើបាទបានដែរគឺតតែប្រើក្តារបាទហើយក្តារនឹងទៀតគឺមានដាក់ថ្មិញហើយមានមនុស្ស2-3នាក់ជន់ពីលើទៀតទើបអាចជំរុះគ្រាប់ស្រូវបានហើយបាទចង់រោយវាគឺអត់អាចប្រើខ្យល់ដើម្បីរោយបាននេះវា character ទាំងអស់ហ្នឹងដែលបង្ហាញពីអីគេបាទដែលបង្ហាញអំពីសេចក្តីពិតខាងព្រលឹងវិញ្ញាណហើយយើងនឹងរៀនជាមួយគ្នានឹកបាទខ្ញុំបានបង្រៀនច្រើនហើយអញ្ចឹងផលដំបូងនេះគឺផលដំបូងពីស្រូវបាលីបាទស្រូវដែលមានកតុយនេះបាទស្រូវនេះធ្វើឲ្យតែមានកតុយក៏ប៉ុន្តែទុំទៅគ្រាន់តែបូតនឹងដៃមកផ្លុំចេះអាចញ៉ាំឆៅបានបាទឥឡូវយើងមើលខ9ព្រះយេហូវ៉ាបង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលកាលណាឯងបានចូលទៅក្នុងស្រុកដែលអញបានឲ្យអញ្ចឹងព្រះជាម្ចាស់មានបន្ទូលថាម៉េចបាទនៅពេលដែលគេចូលទៅកាន់ទឹកដីសន្យាបាទពីព្រោះនៅពេលដែលគេនៅក្នុងទីរហោឋានគេគោរពប្រតិបត្តិកើតទេដោយសារគេអត់មានស្រូវទាំងអស់ហ្នឹងទេបាទក៏ប៉ុន្តែលក្ខខណ្ឌគឺក្នុងខ10អង្គឋាននៅពេលដែលគេចូលទៅកាន់ទឹកដីសន្យាគេត្រូវតែធ្វើពិធីនោះឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលកាលណាឯងបានចូលទៅក្នុងស្រុកដែលអញបានឲ្យហើយបានច្រូតនៅស្រុកនោះត្រូវយកកណ្ដាប់ដែលជាផលដំបូងពីចម្រូតឯងមកឲ្យសង់អញ្ចឹងកណ្ដាប់ពីចម្រូតដំបូងបាទព្រះគម្ពីរចង់សម្ដៅទៅលើចម្រូតនៃស្រូវបាលីនេះឯងបាទយកមកធ្វើអីវប្បធម៌របស់ផងអ៊ីស្រាអែលនៅពេលដែលស្រូវទុំដើមដៃពួកសង្ឃតែងតែទៅពិនិត្យវាលស្រែបាទហើយទីបញ្ចប់គេសម្គាល់មើលថាតើអីគេស្រូវណាដែលទុំល្អជាងគេហើយគេអត់ច្រូតទេគេទុករងចាំដល់ថ្ងៃរះដល់ពេលថ្ងៃចិត្តរះពួកគេបានធ្វើដំណើរទៅគេច្រូតយកមកហើយចងជាកណ្ដាប់ហើយបន្ទាប់មកគេកវីថ្វាយព្រះចម្ចាស់បាទទុកជាការអរព្រគុណដល់ព្រះចម្ចាស់បាទហើយការច្រូតកណ្ដាប់ទាំងពីរថ្វាយដល់ព្រះដល់ចម្ចាស់កវីនឹងឯងត្រូវតែធ្វើសម្រាប់ស្រូវទុំតាមដៃហើយត្រូវតែធ្វើមុនពេលការទទួលទានឬយកលទ្ធផលិតផលនឹងទៅកែច្នៃអ្វីទាំងអស់មុនគេបាទហេតុអ្វីបានជាព្រះគម្ពីរហាមអញ្ចឹងពីព្រោះផលដំបូងទាំងអស់ជារបស់ផងព្រះបើគេធ្វើយ៉ាងដូច្នេះបាទស្មើនឹងគេថ្វាយផលដំបូងទាំងអស់នៃស្រូវបាលីនៅក្នុងប្រទេសអ៊ីស្រាអែលនឹងទៅព្រះជាម្ចាស់កន្លែងនឹងឯងដែលវាជាគោលការណ៍នៃដង្វាយផលដំបូងនៅក្នុងគ្រប់រឿងទាំងអស់សូម្បីតែរឿង1ភាគ10បាទបន្តទៀតបាទហើយ
យើងសង្កេតហ្នឹងបន្តិចទៀតយើងចូលដល់ហើយមួយទៀតដងវាយស្រូវបាលីនេះយ៉ាញ់បូជាមានតែសត្វមួយគត់គឺកូនជៀមឥតខ្ចោះអាយុ1ខួបជៀមឈ្មោះឥតខ្ចោះអត់មានដងវាយផ្សេងទៀតទេក៏ប៉ុន្តែបើលោកអ្នកបងមើលទៅកាន់ដងវាយខាងមុខលោកអ្នកបងនឹងឃើញថ្វាយសត្វ3ប្រភេទហើយរហូតដល់10ក្បាលខុសគ្នាបាទតើជៀមមួយប្រភេទនេះបាទជៀមនេះសំណាងណាគឺកូនជៀមបាទឯកណ្ដាប់ស្រូវនេះឯងគឺជា prophetic ស្ដីអំពីអីគេបាទព្រះយេស៊ូវដែលជាកូនជៀមនៃព្រះដែលទ្រង់សុគតហើយ3ថ្ងៃក្រោយមកទ្រង់រស់ឡើងវិញជាបងច្បងក្នុងចំណោមអ្នកស្លាប់ដែលប្រៀបដូចជាកណ្ដាប់ស្រូវនឹងឯងបាទហើយ prophetic ទី2កណ្ដាប់ស្រូវនឹងឯងគឺជាអីគេបាទក៏ជានិមិត្តរូបអំពីមនុស្សទាំងឡាយបាទដែលត្រូវបានរស់ឡើងវិញហើយត្រូវបាន rapture នៅជើងទី1ផងដែរដែលជាផលដំបូងបាទសម្រាប់អ្នកដែលស្លាប់ទៅព្រះគម្ពីរថេសាឡូនីកប្រាប់ថាម៉េចកាលណាឮត្រែបង្អស់នោះពួកអ្នកស្លាប់នឹងរស់ឡើងវិញនោះគឺជាអ្នករស់ឡើងវិញដែលរាប់ទុកដូចជាផលដំបូងថ្វាយព្រះវរបិតាបាទហើយនឹងអ្នកដែលកំពុងតែរស់នៅនោះគឺជាកណ្ដាប់ដំបូងពីព្រោះមិនមែនទាំងអស់គ្នាត្រូវរស់ក្នុងពេលហ្នឹងទេបាទឯដង្វាយម្សៅដែលសម្រាប់ថ្វាយជាមួយអញ្ចឹងគ្រប់ទាំងដង្វាយទាំងអស់បាទត្រូវថ្វាយជាមួយនឹងដង្វាយម្សៅជាមួយនឹងដង្វាយប្រេងជាមួយនឹងដង្វាយស្រាគឺគ្រប់ទាំងពិធីបាយចែងជាត្រូវតែមានបាទហើយយើងឃើញប្រពៃណីទាំងអស់គឺចិនមានទាំងអស់បាទឯដង្វាយម្សៅដែលសម្រាប់ថ្វាយជាមួយនោះត្រូវថ្វាយម្សៅយ៉ាងម៉ត់អញ្ចឹងម្សៅយ៉ាងម៉ត់ហ្នឹងគឺសំដៅថាម្សៅដែលល្អបរិសុទ្ធគឺសំដៅម្សៅហ្នឹងគឺសំដៅពីទៅលើ personality របស់ព្រះយេស៊ូវដែលជាកូនជៀមនៃព្រះអត់បាបបាទហើយបាទប្រេងបាទគេយកដើមអូលីវហើយចងចាំដើម្បីឲ្យអូលីវចេញប្រេងគេត្រូវយកអូលីវទៅកិនបំបែកបាទឲ្យវាខ្ទេចហើយបន្ទាប់មកយកវាទៅគៀបទើបបានអាចបានប្រេងបាទអញ្ចឹងបាទប្រេងនេះកន្លែងនេះបាទបើយើងនិយាយអំពីបេសកកម្មនិងយ៉ាញ់បូជារបស់ព្រះយេស៊ូវវិញគឺយើងសំដៅទៅលើក្តីសង្គ្រោះដែលព្រះជាម្ចាស់នាំមកបាទនាំមកដល់ពួកបរិសុទ្ធគឺត្រូវបាន crush បាទទុកដូចជាដើមអូលីវចឹងដោយសារការរងទុក្ខរបស់ព្រះដើម្បីនាំក្តីសង្គ្រោះមកកាន់យើងអញ្ចឹងគ្រប់កន្លែងទាំងអស់វាបរិបត្តិហ្នឹងវាបានបង្ហាញប្រាប់ថាតើរឿងនេះជារឿងអីមិនឲ្យតែប្រេងសុទ្ធតែពីរឿងព្រះវិញ្ញាណទេមែនហើយតមកទៀតគឺអីគេបាទដង្វាយដុតសម្រាប់ជាក្លិនឈ្ងុយបាទក៏និយាយពីព្រះយេស៊ូវដែរដល់ព្រះយេហូវ៉ាហើយនឹងដង្វាយជ្រោចនិយាយអំពីអីគេបាទទឹកនឹងឈាមដែលហូរចុះពីជើងឆ្កាងដែលជ្រោចចេញថ្វាយដល់ព្រះដល់ជាព្រះបិតាបាទលោកអ្នកបងប្អូនអត់ឃើញរូបភាពអ៊ីស្រាអែលទេតែលោកអ្នកបងប្អូនឃើញរូបភាពក្នុងចិនគេមានដង្វាយជ្រោចចាក់ស្រាមកគឺរួយបាទបាទហើយកាលពី88ជាងអីពេលដែលខ្ញុំទៅដើរព្រៃរកឃ្មុំរកអីឬក៏បាទទៅធ្វើស្រែធ្វើអីចាស់ក៏តែងតែជ្រោចដែរមុនគាត់ប្រសាទទឹកប្រសាយគាត់ជ្រោចបន្តិចទៅបាទដាក់បាយមកកន្ទងទៅត្រូវអត់ឥឡូវនេះខ្ញុំមិនដឹងទេតែបើឆ្នាំ8ជាងខ្ញុំឃើញរូបភាពហ្នឹងបាទទុកជាដង្វាយសម្រាប់ក្លិនឈ្ងុយដល់ព្រះយេហូវ៉ាហើយដង្វាយជ្រោចនោះត្រូវតែស្រាទំពាំងបាយជូរបាទត្រូវឲ្យឯងរាល់គ្នាណាឯងរាល់គ្នាមិនត្រូវបរិភោគនំប៉័ងស្រូវលីងបាទឬអង្ករថ្មីឃើញព្រះអង្គហាមទេនៅពេលដែលយើងថាយើងថ្វាយពីកដាប់ដូចគ្នាណាឧទាហរណ៍យើងថាយើងចង់យកថ្វាយទៅព្រះចអម្ចាស់ប៉ុន្តែមុនពេលយើងយកថ្វាយនឹងយើងយកអង្ករទៅបុកធ្វើបំបុកបាត់ហើយនឹងយើងយកស្រូវទៅលីងហើយយើងយកទៅកិនដាំបាយញ៉ាំហើយដង្វាយនឹងបងអត់យកទេព្រះឧត្តមវិសេសខ្ពស់បំផុតបាទអ្វីដែលយើងត្រូវថ្វាយទៅព្រះអង្គគឺមុនគេអាមែនបាទដល់រាបដល់ថ្ងៃដែលបាទដល់ថ្ងៃនេះឯងទាល់តែបានយកដង្វាយមកថ្វាយព្រះនៃឯងសិននេះជាច្បាប់សម្រាប់ឯងរាល់គ្នានៅគ្រប់ទីកន្លែងនឹងដែលនឹងតាំងទីលំនៅនៅអស់កាលជានិច្ចនៅអស់ទាំងដំណរតរៀងទៅអញ្ចឹងច្បាប់ទាំងឡាយដូចខ្ញុំបានជម្រាបកាលណាឮពីអស់កាលជានិច្ច
គឺវាមានតម្លៃតទៅឲ្យតែមានមនុស្សជាតិបាទនៅត្រូវការសេចក្តីសង្គ្រោះមានមនុស្សជាតិនៅក្នុងសាច់ឈាមច្បាប់នេះនៅតែមានសុពលភាពហើយបើយើងមើល prophetic timeline បាទមនុស្សនៅក្នុងសាច់ឈាមត្រឹមក្រោយរាជ 1000 ឆ្នាំផុតពីនឹងលែងមានសាច់ឈាមហើយគឺសុទ្ធតែជាមនុស្សខាងវិញ្ញាណទាំងអស់បាទអញ្ចឹងបើមនុស្សខាងព្រលឹងវិញ្ញាណច្បាប់នេះលែងមានប្រសិទ្ធភាពហើយពីព្រោះរឿងរ៉ាវវាចប់ហើយដូចកុនអញ្ចឹងវាចប់ភាគហើយអាមែនបាទនៅគ្រប់ទីកន្លែងដែលបានតាំងទីលំនៅនៅអស់កាលជានិច្ចដល់អស់ទាំងដំណរតរៀងទៅបាទឥឡូវយើងចូលបុណ្យមួយទៀតបុណ្យសប្តាហ៍បាទព្រះគម្ពីរបានប្រាប់បុណ្យសប្តាហ៍នេះបាទយើងហៅថាបាទ Feast of the Week បាទប៉ុន្តែក្រោយមកយើងបែរទៅជាឮពាក្យថា Pentecost តាមពិត Pentecost នេះបាទគឺជាភាសា Greek ដែលលាយឡំចូលមកនៅក្នុងវប្បធម៌នៃព្រះគម្ពីរក្រោយទេបើគិតទៅនៅឆ្នាំប្រមាណ300ជាងមុនព្រះយេស៊ូវប្រសូតតែប៉ុណ្ណោះដែលភាសាក្រិកលាយចូលមកក្នុងព្រះគម្ពីរតាមរយៈការបកប្រែរឿងព្រះគម្ពីរទាំង70នោះដោយអ្នកប្រាជ្ញទាំង70នោះបាទហើយប៉ុន្តែមុននេះគេអត់ហៅថាបុណ្យ Pentecost ទេគេហៅថាបុណ្យសប្តាហ៍ពីព្រោះភាសាអង់គ្លេសប្រើពាក្យ Feast of the Weeks បាទហេតុអីបាននិយាយអញ្ចឹងពីព្រោះបុណ្យនេះត្រូវធ្វើបន្ទាប់ពីបុណ្យថ្វាយផលដំបូងស្រូវអោក7អាទិត្យក្រោយមកត្រូវអត់7ថ្ងៃជប់សម្រាកគឺ7អាទិត្យក្រោយមកបាទហើយក្នុងរយៈពេល7អាទិត្យមានពិធីអីមួយទៀតរាប់អ៊ូមើអាមែនចាប់តាំងពីថ្ងៃក្រោយថ្ងៃជប់សម្រាកក្រោយថ្ងៃជប់សម្រាកមានន័យថាម៉េចបើយើងនិយាយពីក្រោយថ្ងៃជប់សម្រាកហើយថ្ងៃជប់សម្រាកជាថ្ងៃទី7ក្រោយថ្ងៃជប់សម្រាកគឺជាថ្ងៃទី1អាមែនបាទទើបអាចធ្វើពិធីបុណ្យនេះបានបាទអញ្ចឹងបុណ្យនេះគឺគេយកថ្ងៃជប់សម្រាកជា pattern បាទក្រោយថ្ងៃជប់សម្រាកទើបអាចច្រូតស្រូវកវីកដាប់បានហើយយើងមើលហេតុអីបានត្រូវធ្វើអញ្ចឹងហើយដល់ពេលនៅក្នុងព្រះគម្ពីរបានប្រាប់ថាម៉េចនៅថ្ងៃទី1ក្នុងអាទិត្យនោះភ្នោក៏របើកឡើងហើយព្រះគ្រីស្ទក៏រស់ឡើងវិញដូច្នេះពេលដែលម៉ូសេបង្គាប់ពេលដែលចាស់ទុំអ៊ីស្រាអែលធ្វើគេអត់យល់ទេរហូតដល់ឥឡូវនេះក៏គេអត់យល់ដែរប៉ុន្តែពួកមេសានិកហើយយើងជាគ្រីស្ទបរិស័ទយើងយល់ថាផលដំបូងដែលគេបានថ្វាយក្រោយថ្ងៃជប់សម្រាកឬថ្ងៃទី1នៃដើមអាទិត្យថ្មីក្រោយថ្ងៃជប់សម្រាកនោះវាគឺជា prophetic picture ស្ដីអំពីបាទព្រះរាជបុត្រារបស់ផងព្រះដែលព្រះអង្គជាកូនជាមបាទដែលបានស្លាប់ដោយការបន់រំលងនោះ3ថ្ងៃក្រោយមកទ្រង់រស់ឡើងវិញអាមែនបាទលោកអ្នកបងប្អូនអាចឃើញនៅក្នុងអីគេលោកអ្នកបងប្អូនអាចឃើញនៅក្នុងព្រះគម្ពីរបាទម៉ាថាយម៉ាកុសលូកាមានទាំងយូហានផងបាទត្រូវយកនំប៉័ងបាទហើយពិធីបុណ្យនេះខុសពីបុណ្យផ្សេងឥឡូវនេះវាជាផលដំបូងមួយផលដំបូងពីបាលីមួយផលដំបូងអំពីស្រូវសាលីផលដំបូងពីបាលីគឺ original មានន័យថាយកកដាប់ទាំងមូលអត់ប៉ះពាល់អីទេយកទៅកវីថ្វាយព្រះហើយបន្ទាប់មកថ្វាយកូនជាមមួយទៅជាមួយនឹងស្រាម្សៅនិងប្រេងទុកជាដង្វាយដុតតែផលដំបូងទី2នេះគឺផលដំបូងពីស្រូវសាលីហើយចម្រូតទាំងពីរហ្នឹងគឺមានរយៈពេលកម្លាតពីគ្នា50ថ្ងៃអាមែនការថ្វាយផលដំបូងទី2ខុសពីការថ្វាយផលដំបូងទី1ពីព្រោះការថ្វាយផលដំបូងទី2អត់យកស្រូវទៅថ្វាយទេតែយកស្រូវទៅកិនជាម្សៅហើយដាក់ដំបែព្រមទាំងដុតទៅជានំប៉័ងទើបយកនំប៉័ងទៅថ្វាយណាផលដំបូងដូចគ្នាទៅច្រូតស្រូវយកមកកិនជាម្សៅហើយដាក់មេចាក់ទឹកច្បាច់ហើយយកទៅដុតក្នុងឡคล้ายជានំទើបយកមកបានអត់ថ្វាយ3អត់ថ្វាយ4អត់ថ្វាយ1ថ្វាយ2អាមែនហើយ2នោះឯងគឺតំណាងឲ្យអីគេបាទអ្នកខ្លះថាសញ្ញាចាស់និងសញ្ញាថ្មីក៏ប៉ុន្តែបើសួរថាសញ្ញាចាស់និងសញ្ញាថ្មីបាទព្រះគម្ពីរសញ្ញាចាស់សញ្ញាថ្មីយើងសួរថាអញ្ចឹងសញ្ញាចាស់សញ្ញាថ្មីមានតបែដែរមែន
bởi dương dây thập ra cái pi nhà chắc sang mấy chân pia pi mình tập bài lúc nào con dương lấy tam bất cứ bằng hai nhầm pi sa đỏ tây nâng sa Israel tập bài nó cứ đầm nàng ấy phụ bò để sọt bóng để ruột nòng bà amen bà chân complete nèรูปភាពពីបានមកជាប្រាប់យើងរូបភាពនៃផលដំបូងនេះគឺជាផលដំបូងបាទក្នុងចំណោមមនុស្សមានបាបដែលត្រូវត្រឡប់ទៅឯព្រះចោមម្ចាស់វិញបាទក៏ប៉ុន្តែគឺជាពួកជើងទី2អាមែនជើងទី2នេះគឺជាជើងយ៉ាងម៉េចអ្នកខកជើងអញ្ចឹងបើបងប្អូនចង់ដឹងថាជើងទី2យ៉ាងម៉េចបងប្អូនមើលរបៀបរៀបចំបាទព្រះត្រូវការនំប៉័ងឆ្អិនបងអត់យកស្រូវទៀតទេអញ្ចឹងទី1គេត្រូវទៅច្រូតហើយគេត្រូវបោកបែនហើយកុំភ្លេចពេលច្រូតហើយគេបែនគេធ្វើអីគេប្រើក្តារបត triptylene បាទគឺបតមួយដែលធ្វើអំពីឈើប្រទះធំមួយដែលគេដាប់ហើយខាងក្រោមសិតតែធ្មេញធ្វើពីថ្មហើយមនុស្ស3 4នាក់ជិះពីលើហើយមានគោអូសយើងត្រូវយល់អញ្ចឹងរូបភាពរបស់ផងគេអានឹងគឺអីគេតំណាងឲ្យអីគេ tribulation អញ្ចឹងចេញពីពាក្យ tribulation នោះឯងមកពីពាក្យ tribulation ហ្នឹងឯងបាទហើយបន្តមកទៀតបាទគេបកបានហើយគេយកទៅកិនហើយបានអស់សបកហើយបានគេយកទៅអីគេកិនម្សៅទៀតឲ្យទៅជាម្សៅដើម្បីឲ្យអីគេបាទហើយបន្ទាប់ពីកិនជាម្សៅហើយយកទៅច្របាច់ជាមួយទឹកទៀតហើយបញ្ចូលឡបានជានំផលសម្រាប់ទើបអាចថ្វាយទៅព្រះអញ្ចឹងអ្នកខកជើងសុំមើលឲ្យហើយពីរបៀបថ្វាយផលដំបងជើងទី2ហ្នឹងគឺថ្វាយអញ្ចឹងគឺព្រះអង្គចង់ពន្យល់ជា prophetic picture ថាបើយើងមិនបានទៅជើងទី1ទេជើងទី2យើងខ្លាយទៅជានំប៉័ងនៅក្នុងឡយល់វិញចង់និយាយអត់ស្មានអត់ប្រហែលទេវាជាកូដហើយគ្រប់គ្នានឹងត្រូវបង់ថ្លៃនៃការរស់នៅគោរពស្រាប់បង្គាប់ព្រះបាទលះកាត់ចិត្តខ្លួនឯងដើម្បីទៅជើងទី1ឬបង់ថ្លៃដោយសារ tribulation នៅក្នុងគ្រីស្ទជើងទី2អាមែនអត់មានជំរឿសទេអញ្ចឹងហើយបានជាអីគេជើងទី2នេះដង្វាយមានច្រើនណាស់បាទទី1កូនជាមអត់ខ្ចោះ7ទី2គោស្ទៀវ1ទី3កូនជាមឈ្មោល2ទី4ពពែ1ទៀតសរុប10ក្បាលខុសពីការថ្វាយជើងទី1មានតែកូនពពែឈ្មោល1កូនជាមឈ្មោល1គត់ឃើញអត់បាទអញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវយល់បាទតមកទៀតបាទក៏ត្រូវថ្វាយកូនពពែសម្រាប់ជាដង្វាយលួសបាបបាទនិងកូនជាមឈ្មោល2អាយុ1ខួបសម្រាប់ជាយ៉ាញ់បូជាដង្វាយមេត្រីបាទថ្វាយទាំងអស់ហ្នឹងដើម្បីអីគេដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះដែលមានតបែននឹងត្រឡប់ជាមេត្រីជានាជាមួយព្រះឡើងវិញអាមែនដង្វាយមេត្រីដង្វាយអីគេ Peer offering join a table with Christ ដើម្បីមានចំណែកជាមួយព្រះឡើងវិញត្រូវអត់បាទតមកទៀតដង្វាយនេះត្រូវឲ្យសង់គ្រវីសត្វទាំងនោះគឺសត្វទាំង10ដែលខ្ញុំរាប់មិញហ្នឹងឯងនោះត្រូវថ្វាយជាមួយនំប៉័ងដែលជាផលដំបូងទុកជាដង្វាយគ្រវីនៅចំពោះព្រះព្រមទាំងកូនជាម2បាទដង្វាយទាំងនោះសុទ្ធតែបរិសុទ្ធដល់ព្រះយេហូវ៉ាទុកសម្រាប់សង្ឃមានន័យថាបាទចំណែកដែលសល់ពីការថ្វាយគឺជាអាហាររបស់សង្ឃនៅថ្ងៃនោះត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធអញ្ចឹងរូបភាពនៃការបោកបែនកិនបាទហើយធ្វើជានំប៉័ងនេះវាជា dress rehearsal អំពីសេចក្តីពិតសម្រាប់អ្នកខកជើងស្ដាប់អ្វីខ្ញុំនិយាយតន់អត់អាមែនយើងរៀនកពីយើងរៀនកូដមិនស្មានមិនប្រហែលទេហើយរឿងនេះពិត100លើ100មិនត្រូវធ្វើការរកស៊ីនេះជាច្បាប់សម្រាប់គ្រប់ទីកន្លែងដែលតាំងទីលំនៅនៅអាកាសជនិតដល់អស់ទាំងដំណរតទៅបាទហើយជំរោតជើងទី2នេះក៏ហៅថាជាជំរោតកែងស្រែដែរបាទអញ្ចឹងកាលណាយើងនិយាយពីកែងស្រែជាធម្មតាបើយើងនិយាយពីវាលស្រូវគឺជាស្រូវដែលសល់នៅក្នុងស្រែដែលទុកសម្រាប់ចិញ្ចឹមអ្នកក្រអាមែនក៏ប៉ុន្តែបើយើងនិយាយពីខាងព្រលឹងវិញ្ញាណនេះ
ជំរត់កែងស្រែគឺសំដៅទៅលើពួកខកជើងអាមែនដែលព្រះដែលសេះសល់នៅលើផែនដីបាទដែលព្រះចំណាយកម្លាំងកាយចិត្តបាទសពបែបយ៉ាងដើម្បីកែច្នៃគេឲ្យចូលទៅក្នុងនគរព្រះវិញបាទកាលណាឯងរាល់គ្នាត្រូវច្រូតចម្រូតនៅស្រែចម្ការមិនត្រូវឲ្យច្រូតដល់គៀនឡើយក៏មិនត្រូវសន្សំរើសគួស្រូវដែលជ្រុះចោលដែរត្រូវទុកសម្រាប់ពួកអ្នកក្រីក្រនិងពួកអ្នកដែលនិងពួកអ្នកដែលស្នាក់នៅអញនេះគឺជាព្រះយេហូវ៉ាជាព្រះអ្នកឯងរាល់គ្នាបាទហេតុអ្វីបានជាព្រះអង្គបញ្ចូលចម្រូតកែងស្រែនៅក្នុងពិធីបុណ្យទី1ពីព្រោះយ៉ាងម៉េចដែរវាជារឿងតែមួយតែបើយើងអត់យល់យើងថា contradict មិនបាននៅក្នុងរឿងនេះយកអានោះមកនិយាយមិនខំអាក្នុងរឿងនោះយកអានេះមកនិយាយមកពីយើងអត់យល់ខ្លួនឯងទេអាមែនបាទតមកទៀតបាទឥឡូវយើងចូលមកដល់បុណ្យទីប្រមាណហើយបុណ្យទី5បាទខ23ដល់ខ25ព្រះយេហូវ៉ាបង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលនៅថ្ងៃដំបូងក្នុងខែអាសុចបាទខែអាសុចខ្មែរនេះនៅក្នុងខែអ៊ីស្រាអែលគឺខែ7យើងទៅមិនធ្វើឲ្យទេអាមែនបាទនៅអីគេនៅថ្ងៃដំបូងមានន័យថាថ្ងៃទី1នៃខែ7បាទនោះជាថ្ងៃឈប់សម្រាកមានន័យថាឲ្យតែថ្ងៃទី1ខែ7ទោះបីជាថ្ងៃនោះចំថ្ងៃណាក៏ដោយក៏ត្រូវតែឈប់សម្រាកដែរច្បាប់របស់ព្រះគឺចង់និយាយចឹងសម្រាប់ឯងរាល់គ្នាគឺជាបុណ្យផ្លុំត្រែរំលឹកពីរឿងអីសូមចងចាំពិធីបុណ្យផ្លុំត្រែបាទមានឈ្មោះច្រើនហើយអត្ថន័យក៏ច្រើនដែរបាទឈ្មោះយើងហៅ The Feast of Trumpet Rosh Hashanah បាទយមTeruah បាទមានន័យថា Rosh Hashanah បាទគឺពិធីបុណ្យឆ្នាំថ្មីបាទឬយម Teruah មានន័យថាបាទគឺឯគេថ្ងៃនៃការបាទផ្លុំត្រែបាទ The Day of Blasting Trumpet or Shouting or Blowing Shofar បាទហើយជាមួយគ្នាផងដែរបើលោកអ្នកបងប្អូនមើល ពិធីបុណ្យនេះគឺអីគេរំលឹកដល់គោកន្លោះមកយកគោកំមុំរំលឹកទៅដល់អីគេរំលឹកទៅដល់ថ្ងៃដែលស្ដេចត្រូវឡើងសោយរាជគឺជាការរំលឹកហើយតែការរំលឹកពីរឿងហ្នឹងពីរឿងអីគេវាគឺជាសក្តីពិតខាងព្រលឹងវិញ្ញាណដែលពន្យល់ប្រាប់យើងថានៅពេលថ្ងៃមួយនៅពេលដែលត្រែផ្លុំឡើងកូនកំមុំទាំងឡាយរបស់ព្រះត្រូវបានដាក់ក្រែស្នែងត្រឡប់ទៅចូលរោងការហើយថ្ងៃមួយនៅពេលដែលផ្លុំត្រែសម្លេងឡើងគឺអ្នកត្រូវដឹងភ្លាមថាស្ដេចរបស់អ្នកត្រូវបានតាំងឡើងហើយឥឡូវនេះព្រះយេស៊ូវបានតាំងឡើងធ្វើជាស្ដេចហើយនៅទីស្ដេចហើយនៅទេព្រះយេស៊ូវសប្តាហ៍ថ្ងៃនេះអត់ទាន់ជាស្ដេចទេឡើយទេគឺជា crown prince បាទគឺជាអីគេអ្នកដែលត្រូវឡើងសោយរាជតែមិនទាន់បានរាជនៅឡើយទេទ្រង់គង់សប្តាហ៍ថ្ងៃនេះនៅឋានសួគ៌ទ្រង់គង់ខាងស្ដាំព្រះបិតាកំពុងតែសង្កេតមើលព្រះបិតាថាតើព្រះអង្គដឹកនាំយ៉ាងម៉េចព្រះអង្គធ្វើជាស្ដេចយ៉ាងម៉េចតែនៅថ្ងៃមួយនៅពេលដែលត្រែផ្លុំឡើងបាទនោះមានន័យថាព្រះអង្គត្រូវបានអភិសេកធ្វើជាស្ដេចពេញមុខហើយស្រាប់តន់ខ្ញុំនិយាយហ៎បាទហើយព្រះអង្គធ្វើជាស្ដេចនៅណាព្រះអង្គអត់ធ្វើជាស្ដេចនៅឋានសួគ៌ទេព្រះអង្គធ្វើជាស្ដេចនៅលើផែនដីពីព្រោះទ្រង់មកស្លាប់ដើម្បីសង្គ្រោះមនុស្សផែនដីហើយនឹងផែនដីដែលជាស្នាមរបស់ព្រះអង្គដែលធ្លាក់ទៅក្នុងអំពើបាបដោយសារអាដាមអាមែនអញ្ចឹងពិធីផ្លុំត្រែនេះរំលឹកដល់រឿងពិតនៅថ្ងៃដែលព្រះយេស៊ូវត្រូវឡើងសោយរាជបាទរំលឹកដល់រឿងពិតនៅថ្ងៃដែលកូនកំមុំដែលជាប្រជារាស្ត្ររបស់ផងព្រះត្រូវចូលរោងការរំលឹកដល់រឿងពិតនៃថ្ងៃបើកបញ្ជីជីវិតអាមែនអញ្ចឹងពិធីបុណ្យរំលឹកមិនមែនចេះតែធ្វើទេអាមែនយើងត្រូវយល់អំពីរឿងទាំងអស់ហ្នឹងអញ្ចឹងហើយនៅពេលដែលយើងយល់លោកអ្នកបងប្អូនជំនឿគ្រីស្ទបរិស័ទពេញទៅដោយអត្តន័យខ្លឹមសារហើយមានសកម្មភាពជាច្រើនវាខុសពីជំនឿយើងជឿកាលពីដំបូងពេលយើងជឿកាលពីដំបូងក្រៅតែពីណូអែលស្អីក៏មានដែរត្រូវឬអត់មានអីទាំងអស់បាទហើយតើរងមួយឆ្នាំគឺរំភើបរីករាយ activity គឺមានតែពេលណូអែលទេផុតពីហ្នឹងគឺគ្មានអីទេ
màក្រោយមកទៀតជឿព្រះ10ឆ្នាំទំលឺមាន Easter តែរហូតដល់សប្តាហ៍ថ្ងៃនេះ Easter មិនបានទលំទលាយឡើយអាមែនក៏ប៉ុន្តែធៀបពិត បុណ្យព្រះយេហូវ៉ាស្អេកស្កះនៅពីពេញព្រះគម្ពីរហើយសកម្មភាពមានជាប់ជាប្រចាំចាប់តាំងពីប្រមាណ7ថ្ងៃម្ដងទៅអាមែនបាទហើយបើយើងឃើញពិធីបុណ្យឥឡូវយើងគិតខ្មែរយើងតែក្រោយពាក់កណ្ដាលខែ11ទៅដល់ខែណាទៅដល់ខែ5ឬដើមខែ6អូជាពេលការបុណ្យបាទជាពេលសកម្មភាពដែលគេដែលកំមុំចាប់ដើមធ្វើខ្លួនកាត់សម្លៀកបំពាក់ដើម្បីទៅស៊ីការចូលរួមបុណ្យបាទពេលហ្នឹងគឺកកក្រែងមែនទេអត់រយៈពេលប្រហែលជា6ខែនៅក្នុងព្រះគម្ពីរដូចគ្នាបើយើងនិយាយពីបុណ្យចាប់តាំងពីខែ1ដល់ខែ7គឺ6ខែសុទ្ធតែបុណ្យអានឹងយើងនិយាយក្នុងព្រះគម្ពីរសកម្មភាពស្អែកស្កះនៅពេលដែលយើងយល់អំពីព្រះបន្ទូលព្រះអង្គសប្តាហ៍ថ្ងៃនេះបាទឥឡូវខ្ញុំសួរលោកអ្នកបងប្អូនអាម៉េចបានជាមានពាក្យថាគ្រីបោសាត់ខ្មែរគ្រីបោសាត់ចិនហើយគ្រីបោសាត់គ្រីបោសាត់កូរ៉េគ្រីបោសាត់អាមេរិកប្រាប់ខ្ញុំតិចបានទេគ្រីបោសាត់ទាំងអស់ហ្នឹងខុសគ្នាយ៉ាងម៉េចមកនេះណាសាកឆ្លើយត្រូវខ្ញុំឲ្យលហុងទុំមួយនោះលហុងអាធំជាងគេនោះគ្រីបោសាត់ខ្មែរគ្រីបោសាត់កូរ៉េខុសគ្នាយ៉ាងម៉េចឥឡូវខ្ញុំឆ្លើយសួរតែពីរនឹងចោះឆ្លើយតែពីរនឹងត្រូវនេះណាស្ម័គ្រចិត្តបើខ្ញុំឆ្លើយត្រូវខ្ញុំយកលហុងណាមិនបានសើចយុទ្ធធរតាលោកគ្រូយល់សាប់ឆ្លើយអូអបអសាទោមួយបាទសូមអញ្ជើញណាលហុងគ្រូនោះទៅយកលហុងយកលហុងយកអាទុំមកដល់ជឿជាក់បាទគ្រីបោសាត់ខ្មែរតោះឆ្លើយផងគ្រីបោសាត់អាមេរិកកាំងគ្រីបោសាត់ចិនគឺខុសគ្នាត្រង់ជំនឿដូចគ្នាក៏ប៉ុន្តែខុសត្រង់ប្រពៃណីទំនៀមទម្លាប់លើកលែងតែការថ្វាយបង្គំអញ្ចឹងយើងយកទំនៀមទម្លាប់យើងដូចជាលបាំឬមួយថ្ងៃបុណ្យទានរបស់យើងអាចប្រព្រឹត្តបានធម្មតាប៉ុន្តែវាខុសគ្នាត្រង់តែដែលយើងគោរពពិធីសាសនាអញ្ចឹងនេះគឺជាការខុសគ្នារវាងជំនឿគ្រីបោសាត់នីមួយៗគឺតាក់ទងអំពីទំនៀមទម្លាប់ប្រទេសរៀងៗខ្លួនត្រូវអត់អ្នកអត់មិនបានត្រូវអត់បាទត្រូវអញ្ចឹងសូមឲ្យច្បាស់ខ្ញុំត្រូវឲ្យលោកអ្នកបងប្អូនយល់កន្លែងនេះច្បាស់គ្រីបរិស័ទខ្មែរអត់ដូចគ្រីបរិស័ទអាមេរិកទេពីព្រោះគ្រីបរិស័ទនីមួយទី1ពាក្យថាគ្រីបរិស័ទគឺយើងបេះទៅលើគោលការណ៍នៃសេចក្តីបង្រៀនក្នុងគម្ពីរដូចគ្នាគ្រីបរិស័ទណាក៏ដូចគ្នាជនជាតិណាក៏ដោយក៏ប៉ុន្តែមិនបានមានគ្រីបរិស័ទខ្មែរពីព្រោះដើម្បីសម្គាល់ជនជាតិមួយវាមានប្រពៃណីទំនៀមទម្លាប់អញ្ចឹងគេយកគោលគ្រឹះនៃសេចក្តីបង្រៀនដែលជាសកលនេះដែលជាមូលដ្ឋាននៃសេចក្តីពិតទៅបូកនឹងប្រពៃណីទំនៀមទម្លាប់តែមិនមែនជាប្រពៃណីទំនៀមទម្លាប់ដែលជាប់សាសនាទេតើបានទេដូចយើងគ្រីបរិស័ទខ្មែរប្រពៃណីទំនៀមទម្លាប់មានអីគេជំរាបសួរអានោះប្រពៃណីទំនៀមទម្លាប់អាមែនបាទមានប្រពៃណីទំនៀមទម្លាប់ច្រើនណាស់ដែលអត់តាក់ទងនឹងជំនឿទេតើបានទេអញ្ចឹងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរដែលអត់តាក់ទងនឹងជំនឿបាទបូកបញ្ចូលជាមួយនឹងគោលគ្រឹះនៃសេចក្តីជំនឿនៅក្នុងព្រះគម្ពីរទើបចេញជាគ្រីស្ទបរិស័ទមួយប្រភេទគឺគ្រីស្ទបរិស័ទខ្មែរចំណែកគ្រីស្ទបរិស័ទអាមេរិកកាំងក៏ដូចគ្នាដែរយកប្រពៃណីដែលជាទំនៀមទម្លាប់គ្រឹះនៅក្នុងព្រះគម្ពីរទៅបូកនឹងវប្បធម៌អាមេរិកកូរ៉េក៏ដូចតែគ្នាដែរឥឡូវយើងត្រឡប់មកវិញគ្រីស្ទបរិស័ទខ្មែរសប្តាហ៍ថ្ងៃនេះតើពិតប្រកបជាគ្រីស្ទបរិស័ទខ្មែរទេប្រហែលជាអត់ទេហេតុអីពីព្រោះអ្នកដែលទទួលសេចក្តីបង្រៀនពីបេសកជនកូរ៉េធ្វើដូចបែបបិទនៅកូរ៉េត្រូវឬអត់បាទអ្នកដែលទទួលតាមអាមេរិកកាំងគាត់ធ្វើបែបបិទដោយអាមេរិកកាំងបើយោងតាមនិយមន័យនឹងគាត់អត់ទាន់ជាគ្រីស្ទបរិស័ទខ្មែរពេញលក្ខណៈទេយល់អត់បាទនេះគឺជាអ្វីដែលយើងត្រូវយល់បាទ
chẳng hai ban chị ấy kì ban chia nửa pê để dừng dùl dừng ta không prang riêng ở dùl làm pi cô cứ này sực đây chùm nửa nửa không prang không pi hai vào bật thọ tàng lai đại là kế đại chia rồi bỏ dừng ta dọc một bánh trộn té xong ai pin nát phong vào bật thọ nú đại ọt tẹt tông ní chúng nửa à bạn ấy bà ọt tẹt tông chùm nửa đôi chị ấy kì vào bật thọ không ai đôi chị tẹt tông nơi kì thoại phò làm bông tập rẻ dừng miên đấy ta liền mẹ nó miền nóสดาบ่อ้อมกสเปไปแค่ยังดอแต่จุ่มเนื้อจริงตึ้งปนดาอ้อมกนั้นทำพัดไฟพอลบงกะอ้อคุณดอเลยเกตึกนะอ้อคุณดอได้จ้ะอ้อคุณดอเทียดกาอ้อคุณดอพอลบอลโบตาเนี่ยนาเนี่ยเอาเปรียเนี่ยเอายึดไฟที่เปรียแต่ไฟบานมุนตึ้งอ่ะมั้ยนึ่งคือจิกาปิดบ้องโอนบ้างบุกจอนติที่มันจะถือมวยหึงไตรบ้องโอนได้ขึ้นไตรสบโดยชนำนี่ให้ชนำมุนนี่ตืบแต่ใบชนะไม่เต้แต่ไตรจับรำสบหลังวิ่งจีบไปใส่ชนะนี่สมใบแต่ตึกละโหดใบดอลอะไรเย่ไตรวิจังลังจีจุนหอกติดสู้สาระไตรสาตึกใช้ตึกใบไปเรียนจุนหอกทำไมเนาะบ่าดอลไปเพลียงไตรจับดำลางตือจังโจตะเพลยจุนหอกได้วิสโบให้สโบคุกไกลงอ่ะมันทานในของตึกสมดบ่ามันทานในของตึกสาไปให้ได้จับตังปีเป็นอะไรยังสมไปปองสดาบ่าบองปองได้ปีมุนได้ลือทลบชกายแต่จ่อเต้บ่าปีมุนได้ลือทลบเมียนสัตว์เปรย์มาตั้งวงเต้อะไรนี่เมียนออกกับเปื่อหายตึกติดปีมุนยังได้คืนพองไงมุนปลาลือกับเปื่อหายตึกตะลีสตุงเนื้อเป็นอะไรยังสมไปปองสดาตลอดมาวิ่งให้ไตรจับดามินสมบูรณ์วิ่งขยมจีน่ะเนื้อบังตะลีสาบขยมคืนสมบูรณ์แต่สมัยโปเต้บ่าสมัยปอลได้ยังปรับบองปอนว่าบองปอนดาวโจลตะคองพกบองปอนดาวจอนไผ่กับจกตะคองพกมีนบาดจึงจังเนี่ยขอยกลมจอนเอาจังบาดจึงนึงนะบ่ามันก็จอกก็แข็งเนี่ยในขนมหนึ่งบ่าดังหมดจึงไงบ่าให้จังในซาไตรสรัวเลยเรือกระปงกระปงยืงกระปงตึกดอกกูกระปงไอ้นะกว่าจะบาดไอ้กระเปิ้ลติ๊กบ่โจตึกมาสู้แต่เลือกระปงมันดังมีไถโจเลยบ่าจัดสับผมบุญไปแต่เขียวทั่วบองปอนสกอตตะสมไหมเนี่ยน่าสกอตตะสมแต่สมคือเมย์ชื่อต้อยได้กี่กับจองวิ่งบัดดิออกดดจังให้แต่ละจองตึกให้จองสายตื่นเริ่มล้างคือแต่เลือกมาก่อนหรือบองพอเลือกมาจงงานเลือกก็รู้ยี่บ่าปีพูนในขนมใส่สัตแต่เทกิชุกถูกมั้ยเลือกมาก่อนนับงาวิออกปังบ่ายังตั้งปรามกะโลในขนมแต่สมมวยก่อนนักกรอยมาจับตังปีชนำไปผมวยไปเปิลมาจับตามแรงคือรูปพิบตรงนั้นไงบ่าปีมุนบองปอนประมาณสกอร์นิ่มมีการในซานมาย่างคืออุปกรณ์ในซาไตรมาย่างไฮฮาวิดนิ่มคือกิแต่ละมองกัดตะเลให้กิจับรามโอตุบาดไตรยังปราบอ่ะไตรชกาวก็มวยเมียปรามกะโลลานกรอยมาแล้วนี่ไตรชกาวเราดำมากะโลไฟลาเขาไตสวหยาบ้านที่นึ่งกับเปิดก็แต่เลยนี่สโบโฮเฮียบ่าบองปอนตึสตูบองปอนไตบองปอนเมื่อตามอินเทอร์เน็ตให้บองปอนจังตึสตูยังแบบขายหนึ่งโกบอะไรตึสตูจ้ะเนี่ยปากกาสตูมาไงบ้านจัดสกโลไตรแต่มีนแต่มาประเภทได้คือติดฉลังกิตึสตูจ้ะบางคนเจงแต่ปีบลมให้ตึงกุยสตูจ้ะเนี่ยอันมันพอดกับบ้านดำกะโลได้เนี่ยอัดจะสตูบ่าสมบูรณ์นะแต่ใส่ยืงอธิษฐานเอาเปรสดาลังวิงกรีบริษัทในประเทศในมวยขณะยืงอัดยุลปีกหลายหนึ่งเตะประเทศยืงจอบจะน้องยืงก็จอบจะน้องได้บองปอนคือจู่เฮ้ยบ่าบองปอนคือกันละมูมาจัดสกไม้มาให้ตบัดให้ได้ปีปลุยยืงอธิษฐานสมบัติประกาศพี่สมจองจำนะกรอยกาบ่มพลายคือวิญญาณอาเมนให้เดินเหนือปีเลยยืงอธิษฐานสมเปรย์ให้เนื้อเป็นเรื่องอธิษฐานสมเปรย์สดับปีเยื่อให้เปรย์เถิดกาสมจองจำเนื้อแผ่นได้มินทันเนื้อมินตลากาเนื้อทันซูมินตลากาบ่าให้ตลากาแต่งอ้อนึ่งโอเปเรตดอยเนี่ยงีระบอบพี่บ่าจังตลากาทันซูหรือเทวดาในทันซูเปรย์ในทันซูอัดเวอร์เอาไว้ลายบ่าเนี่ยมันใส่บ่าเนี่ยมันน้ำปิ้วนี่บ่าเนี่ยมันสนาสมปีพูดเนื้อเป็นแบบอ่องเวอร์อัดส้มอะไรซาตังตอกพลิม
ចឹងហើយបានជាព្រះរកហេតុដើម្បីឲ្យពរយើងហើយដើម្បីឲ្យយើងមានហេតុនិងមានពរយើងត្រូវជឿយើងត្រូវស្រែកយើងត្រូវប្រកាសយើងត្រូវទាមទារយើងត្រូវសុំឲ្យ restore នេះជាការពិតបាទហើយនៅពេលដែលបងប្អូនសុំទាមទារព្រះអង្គឲ្យត្រឡប់មកវិញពីព្រោះហេតុអីពីព្រោះបុព្វបុរសយើងបានថ្វាយតែអរិយហើយនៅក្នុងដៃវាដល់ពេលយើងទៅសុំព្រះថាណែកូនចៅគេមកយកវិញឲ្យម៉ាញវិញណានេះគឺជាការពិតបាទហើយយើងត្រូវយល់ដឹងអំពីរឿងទាំងអស់ហ្នឹងអញ្ចឹងហើយបានជាអីគេពេលដែលយើងចាប់ផ្ដើមសុំឲ្យព្រះអង្គស្ដារយើងឃើញអូមានទន្សោងមានគោព្រៃមានដំរីរហូតដល់ឆ្កែកញ្ចក់ចូលភូមិទៀតយើងឃើញព្រះស្ដាប់បាទជាពិសេសច្បាស់ជាងគេគឺត្រីបាទឥឡូវនេះអញ្ចឹងហើយបានជាយើងត្រូវយល់ហេតុអីបានជាព្រះពលាស្រាប់តានៅសាទិវិព្យាយាមឲ្យបងប្អូនស្ដារប្រពៃណីទំនៀមទម្លាប់វិញបាទឆ្លងកាត់សង្គ្រាមនឹងការឆ្លោះប្រកែកនៅក្នុងទឹកដីខ្មែរជនជាតិខ្មែរស្ទើរបាត់អត្តសញ្ញាណជាជនជាតិមួយដែលសុភាពរៀបសារស្លូតបូតរុំទុំរាក់ទាក់ចៅរៅបាទសគុតសគុំតែមើងម៉ាត់ម៉ត់ចត់បាត់អាហ្នឹងហើយទៅជាមនុស្សតលើងកើងហឹង្សាសពបែបសយ៉ាងពីពួកអីគេ DNA នឹងត្រូវបានអរិយសាតាំងយកទៅគ្រប់គ្រងហើយជំនួសវិញដោយ DNA ហឹង្សាចឹងហើយយើងសូមព្រះអង្គ release អា DNA ចាស់ត្រឡប់មកវិញបាទរួមទាំងប្រាជ្ញានិងភាពប៉ិនប្រសប់នៅក្នុងការច្នៃប្រឌិតត្រឡប់មកវិញបាទដើម្បីអីគេពីព្រោះអានឹងជា DNA របស់ជនជាតិនឹងចងចាំមកលោកអ្នកបងសំបីតែនៅក្នុងក្រុងយេរូសាឡឹមថ្មីក៏មនុស្សគ្រប់ពូជជាតិសាសន៍នៅតែមានដែរបើមិនអញ្ចឹងមិនមានព្រះកាពីនិយាយថាម៉េចបាទគ្រប់ទាំងស្ដេចនឹងយកសេរីលម្អទៅទុកនៅក្នុងទីក្រុងនោះអាមែនបាទស្លឹកនឹងព្យាបាលជំងឺគ្រប់ទាំងសាសបើអត់មានសាសនៅក្រុងយេរូសាឡឹមថ្មីទេហេតុអីក៏ព្រះកាពីប្រាប់ថាស្លឹកព្យាបាលជំងឺគ្រប់សាសអញ្ចឹងខ្មែរមាននៅទីនេះខ្មែរមាននៅរាជ 1000 ឆ្នាំខ្មែរមាននៅក្រុងយេរូសាឡឹមថ្មីជនជាតិណាក៏មានដែរបាទព្រះអត់មានលាយទេគ្រប់គ្នាស្អាតបរិសុទ្ធតាមបែបរៀងខ្លួនក៏ប៉ុន្តែនៅតែមានខ្មៅមានសមានស្អែមបាទពីព្រោះនគរព្រះគឺអីគេខ្ញុំធ្លាប់បានជម្រាបជូនហើយសំបីតែខ្សាច់មួយគ្រាប់វាមិនដូចគ្នាផងអញ្ចឹងនគរព្រះជានគរដុំថ្មមិនមែននគរដុំអត់ទេអ្នកណាធ្លាប់សឹកដាប់ទីរ៉េតបាយហ្នឹងដុំថ្មគ្មានមួយដុំណាដូចគ្នាទេពណ៌សម្បុរក្លិនសំបីតែគុណភាពថ្មប៉ុន្តែដុំអត់គឺអីគេបើថាមកកន្លះគីឡូគឺកន្លះគីឡូប្រេងមកពណ៌ក្រហមគឺក្រហមមកជ្រុងគឺជ្រុងហើយអរិយសាតាំងហើយអ្នកវិជាសាស្ត្រព្យាយាមធ្វើឲ្យនគរនេះហើយនឹងអ្វីស្នាបរបស់ទៅជាដុំអត់គឺដូចគ្នាទាំងអស់បើថាវាចង់ធ្វើជាមនុស្សប្រុសវាចង់ឲ្យ1លានអ្នកដូចគ្នាទាំងអស់បាទក៏ប៉ុន្តែព្រះអត់អញ្ចឹងទេបងធ្វើឲ្យគ្រប់គ្នាទាំងអស់គឺខុសគ្នាទាំងអស់ដើម្បីបង្ហាញថាព្រះពិសេសព្រះអស្ចារ្យបាទអញ្ចឹងហើយបានជាអីគេយើងត្រូវយល់ហើយដែលខ្ញុំចំណាយពេលបញ្យល់ដើម្បីឲ្យយល់ថាហេតុអីបានជាយើងចាំបាច់បំផុតត្រូវអធិដ្ឋានស្ដារឡើងវិញសំបីតែក្នុងគ្រួសារលោកបងប្អូនបាទពេលដែលព្រះបង្កើតគ្រួសារនីមួយធនធានទ្រព្យសម្បត្តិនៅក្នុងហ្នឹងក៏ប៉ុន្តែបុព្វបុរសរបស់អ្នកមុនពេលដែលយើងជឿព្រះនោះគេយកទៅថ្វាយអរិយអស់ហើយអញ្ចឹងអរិយវាហូលទុកបើអ្នកមិនទៅទៀមទាមកវិញទៀតគ្រួសារនឹងក្ររហូតត្រូវយល់ពីសង្គ្រាមខាងវិញ្ញាណបាទលោកអ្នកបងប្អូនចាំទេពេលដែលពេលដែលអាដាមថ្វាយបង្គំព្រះសិទ្ធិអំណាចទាំងអស់ជារបស់អាដាមគ្រាន់តែអាដាមឈប់ថ្វាយបង្គំព្រះហើយទៅថ្វាយបង្គំអរិយសាតាំងស្រាប់តែអំណាចទាំងអស់ដែលព្រះឲ្យទៅអាដាមនឹងឯងបាត់ពីអាដាមឈឹងទៅនៅណាទៅនៅនឹងអរិយព្រោះហេតុអីអំណាចនៅតែជាមួយចវាយទេអត់នៅជាមួយបាវកម្រើឡើយអាមែនអញ្ចឹងបើយើងអត់យល់អំពីសិទ្ធិអំណាចហើយមិនរស់នៅធ្វើជាចវាយបាទដោយប្រើសិទ្ធិអំណាចរបស់ព្រះទេសិទ្ធិអំណាចភាពក្រខ្សត់ភាពសម្បូរសប្បាយអត់នៅជាមួយយើងទេពីព្រោះបាទយើងរស់នៅគ្រាបរិស័ទបែបជាអីគេជាឈ្នួលបែបជាកូនឈ្នួលបែបជាទាសករយើងអត់យល់សិទ្ធិអត់យល់អំណាចដូច្នេះអំណាចនេះវាអត់នៅជាមួយយើងទេយើងត្រូវយល់ពីគោលការណ៍អាមែនបាទខំ25មិនត្រូវឲ្យឯងរកគ្នាធ្វើការរកស៊ីឲ្យសោះត្រូវតែថ្វាយនឹងវាយដុតដល់ព្រះយេហូវ៉ាបាទឥឡូវបុណ្យទី
បាទបុណ្យទី6គឺជាបុណ្យបញ្ឈឺចិត្តវាជាស្រមោលពីការរងទុក្ខបាទដោយអីគេបាទដោយព្រមអំពើបាបហើយវាក៏ជាស្រមោលពីការយាងមកវិញជាលើកទី2នៅក្នុងពេលរងទុក្ខសម្រាប់អ្នកដែលខកជើងផងដែរបាទយើងមើលខ26ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថានៅថ្ងៃ10ក្នុងខែអាសត់បាទគឺព្រះគម្ពីរបញ្ជាក់ច្បាស់ណាពេលវេលានៅក្នុងព្រះគម្ពីរគឺថ្ងៃ10អញ្ចឹងថ្ងៃ1ពិធីបុណ្យផ្លុំត្រែហើយចន្លោះពីថ្ងៃ1ទៅថ្ងៃ10គឺជារដូវកាលនៃការប្រែចិត្តលន់តួបាប reflection your soul បាទដើម្បីអីគេបាទនៅរឿងរ៉ាវដែលកើតមាននៅក្នុងឆ្នាំចាស់តើយើងបានធ្វើអីខ្លះបើមានបាបលន់តួបាទនៅចំពោះព្រះជាពិសេសនៅថ្ងៃ10តែម្ដងដើម្បីឲ្យគេឲ្យព្រះអង្គដកអស់ទាំងពីរុទ្ធភាពហើយសម្អាតដើម្បីនឹងចាប់ផ្ដើមប្រពន្ធក្នុងឆ្នាំថ្មីបាទអាចាស់នឹងមិនលៀងទេអាថ្មីនឹងក៏អាចទទួលបានយកដែរកន្លែងនេះហើយដែលព្រះបង្កើតមកយើងឃើញយ៉ាងម៉េចដែរយើងឃើញរាល់ថ្ងៃព្រះអង្គឲ្យយើងចាប់ផ្ដើមព្រះអង្គប្រទានពន្លកនៃក្តីសង្ឃឹមរបស់យើងតាំងពីមួយថ្ងៃមួយអាទិត្យបាទមួយខែណាព្រះអង្គមានឲ្យយើងគ្រប់ទាំងអស់ព្រះយេហូវ៉ាមានបន្ទូលទៅម៉ូសេនៅថ្ងៃ10ក្នុងខែអាសត់ជាថ្ងៃឲ្យធួននឹងបាបបាទគឺជាថ្ងៃប្រជុំជំនុំបរិសុទ្ធគឺអីគេ rehearsal ហាត់សមទៀតហើយបាទត្រូវឲ្យឯងបញ្ឈឺចិត្តមានន័យថាម៉េចតូចចិត្តខ្មាស់បាបអាមែនឈឺចិត្តចំពោះអំពើបាបដែលឯងប្រព្រឹត្តពាក្យបញ្ឈឺចិត្តមានន័យអញ្ចឹងអាមែនកុំឲ្យធ្វើបាបឲ្យនៅតែញឹមបាទហើយត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាបាទយើងឃើញនៅថ្ងៃនោះគឺជាថ្ងៃតែម្ដងគត់ដែលសម្ដេចសង្ឃអាចចូលទៅក្នុងទីបរិសុទ្ធបំផុតដើម្បីអីគេដើម្បីដុតកំញានពួកកំញានគេដុតនៅអាសនៈខាងក្រៅតែកំញាននៅខាងក្នុងដុតបានតែម្ដងនៅពេលដែលគេចូលនោះទេលោកអ្នកបងចាំទេព្រះគម្ពីរប្រាប់ថាម៉េចដើម្បីកុំឲ្យសង្ឃស្លាប់គេត្រូវយកភ្លើងពីអាសនៈដង្វាយដុតដាក់នៅលើចបជោកហើយនាំយកទៅមុនសិនពេលនាំយកទៅដល់មុខអាសនៈបាទមុខ Ark of Covenant ហើយគេរោយកំញានដើម្បីឲ្យផ្សែងនឹងឆេះឡើងគ្របអាសនៈនឹងហើយបន្ទាប់មកបានសង់ចេញមកម្សាទៀតមកយកឈាមអីគេមកយកឈាមគោយកទៅប្រោះពេលប្រោះចាប់សពគ្រប់ហើយយកឈាមគោនឹងមកប្រោះនៅខាងក្រៅហើយបានទៅយកឈាមជាមទៅប្រោះម្ដងទៀតអញ្ចឹងមួយថ្ងៃវល់ល្ងាចសង់ចេញចូលដូចថ្លុកល្ខោនអញ្ចឹងមានតែម្ដងគត់ក្នុងមួយឆ្នាំបាទនោះលោកអ្នកបងឃើញសម្ដេចសង្ឃកំពុងតែប្រោះហើយបាទនៅលើទីសណ្ដោះប្រោះដែលនៅចន្លោះរវាងជេរូប៊ីនទាំងពីរបាទអញ្ចឹងថ្ងៃវាជារូបភាពអីគេរូបភាពព្រះយេស៊ូវដែលជាសម្ដេចសង្ឃដែលព្រះអង្គឆ្លងកាត់តាមរយៈរូបសាច់របស់ព្រះអង្គបាទលន់តួទៅព្រះដ៏ជាបរិបិតាដើម្បីអត់ទោសបាបដល់ប្រជារាស្ត្រប្រុសស្រីរបស់ផងព្រះអង្គតាមរយៈការសុគតដែលជាឈាមនោះឯងដែលព្រះអង្គប្រោះនៅចំពោះព្រះដ៏ជាបរិបិតាដើម្បីផ្ដល់ឲ្យយើងនៃចម្លើយចំពោះអំពើបាបបាទហើយដើម្បីរំលឹកដល់ការនឹងព្រះជាអង្គម្ចាស់ឲ្យគេរំលឹករាល់ឆ្នាំគឺនៅថ្ងៃបាទអីគេបាទប្រចាំឆ្នាំហ្នឹងឯងហើយបុណ្យនេះមានតែមួយថ្ងៃទេបាទមិនត្រូវឲ្យការរកស៊ីត្បិតថ្ងៃធួននឹងបាបសម្រាប់នឹងថ្វាយដង្វាយឲ្យធួននឹងខ្លួនឯងនៅចំពោះព្រះយេហូវ៉ាអស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួននោះនឹងត្រូវកាត់កាល់ចេញមានន័យថាម៉េចធ្វើបាបហើយមិនព្រមប្រែចិត្តនៅតែងងើលធ្វើបាបទៀតបាត់បង់សិទ្ធិជារាជរបស់ព្រះឃើញព្រះនិយាយច្បាស់អត់អាមែនបាទអញ្ចឹងបាបមានពីរគ្រប់គ្នាដឹងតែធ្វើបាបហើយគ្មានណារស់បរិសុទ្ធរហូតទេក៏ប៉ុន្តែមួយធ្វើបាបដោយអត់បន់ប៉ុនប៉ងទេធ្វើបាបដោយគ្នាចង់ដោះចង់ប្រឹងហើយតែនៅតែខ្សោយហើយដួលម្ដងម្កាលតែមួយទៀតធ្វើបាបដោយពេញចិត្តធ្វើបាបដោយតាំងចិត្តធ្វើបាបដោយមានបំណងវាខុសគ្នាប្រជារាស្ត្ររបស់ផងព្រះគ្មានអ្នកណាម្នាក់អាចធ្វើបាបដោយបំណងជាក់លាក់ហើយរក្សាបំណងរហូតពេញមួយជីវិតហើយទៅជួបព្រះបានទេខ្ញុំនិយាយច្បាស់លាស់យល់ខ្ញុំចង់និយាយអត់យើងអត់និយាយថាអូយើងបរិសុទ្ធទេអាមែនបាទព្រះទុកឲ្យយើងជឿព្រះបាទ20 30 40ឆ្នាំមុនពេល
ទៅជួបប្រភពរបស់ព្រះអង្គដើម្បីឲ្យយើងដោះគ្រប់ទាំងកំសោយនឹងបាបមានពីរបាបដែលយើងគ្មានលទ្ធភាពបាបដែលតពីបពៈបរោះព្រះយេស៊ូវបានលាងសម្អាតហើយសូម្បីតែអាបាបដែលយើងប្រព្រឹត្តក៏ទ្រង់បានលាងសម្អាតហើយដែរក៏ប៉ុន្តែនិស័យបាបជាប់នៅក្នុងសាច់ឈាមយើងនេះព្រះឲ្យយើងដោះដោយខ្លួនឯងពីព្រោះឯងនេះបង្កើតឡើងហើយឯងត្រូវមានចំណែកបើសិនជាព្រះធ្វើគ្រប់យ៉ាងទាំងអស់យើងអត់ធ្វើអីសោះយើងគ្មានមោទនភាពនឹងចូលឋានសួគ៌ទេព្រោះយើងអត់មានគុណបំណាច់ទេផងហ្នឹងអញ្ចឹងហើយមកព្រះឲ្យយើងដោះដោយអីគេដោយមានព្រះគម្ពីរជាជំនួយដោះដោយមានព្រះវិញ្ញាណបរិសុទ្ធជាជំនួយតែព្រះគម្ពីរមិនធ្វើការទេបើយើងមិនស្ដាប់បង្គាប់ហើយព្រះវិញ្ញាណបរិសុទ្ធក៏មិនជួយយើងដែរបើយើងមិនតាំងចិត្តដើម្បីនឹងធ្វើអាមែនយើងត្រូវយល់រឿងហ្នឹងបាទកន្លងទៅសេចក្តីបង្រៀនថាគ្មានអ្នកណាអាចធ្វើបានទេចងចាំបើសិនជាព្រះបង្គាប់ឲ្យយើងធ្វើហើយយើងធ្វើមិនបានមានព្រះល្ងងអាមែនព្រះមិនដែលបង្គាប់អ្វីដែលយើងធ្វើអត់បានទេបាទតមកទៀត នៅថ្ងៃនោះមិនត្រូវឲ្យរកស៊ីអ្វីឡើយត្បិតថ្ងៃធូននឹងបាបសម្រាប់ដង្វាយឲ្យបាទសម្រាប់នឹងថ្វាយដង្វាយឲ្យធូននឹងខ្លួនឯងនៅចំពោះព្រះយេហូវ៉ាជាព្រះនេះឯងអស់អ្នកណាដែលមិនបាញ់ឈឺចិត្តខ្លួនអ្នកនោះនឹងត្រូវកាត់កាល់ពីសះរបស់ខ្លួនចេញបាទអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះអញនឹងធ្វើឲ្យវិនាសព្រះជាម្ចាស់មានបន្ទូលអញឲ្យឯងយកថ្ងៃនេះទៅលន់តួបាបតែឯងមិនបានយកទៅធ្វើអីទេអញនឹងបំផ្លាញឯងព្រះនិយាយច្បាស់ហ្មងភាសាអង់គ្លេសប្រើពាក្យអីគេ whoever does any work on that very day that person I will destroy បងបំផ្លាញអាមែនបាទ from among his people បាទបងនិយាយច្បាស់ចឹងមើលឲ្យច្បាស់ហេតុអីបានជំមិនបានព្រះកាចមែនពីព្រោះការដែលមិនបញ្ឈឺចិត្តខ្លួនវាជា symbolic និមិត្តរូបអំពីប្រជារាស្ត្រព្រះដែលធ្វើបាបដោយងងើលអត់ព្រមប្រែចិត្តអាមែន មិនត្រូវឲ្យរកគ្នាធ្វើការយ៉ាងណាឲ្យសោះនេះជាច្បាប់សម្រាប់ឯងរកគ្នានៅគ្រប់ទីកន្លែងដែលតាំងទីលំនៅនៅអកាលចនិចបាទដរាបតរៀងទៅខ32ត្រូវឲ្យរក្សាថ្ងៃឈប់សម្រាប់ឲ្យឯងរកគ្នាបានសម្រាកណាហើយឯងរកគ្នាត្រូវបញ្ឈឺចិត្តខ្លួនគឺនៅថ្ងៃល្ងាចថ្ងៃ9ចាប់តាំងពីល្ងាចដល់រាបដល់ខួបវិញគឺ24ម៉ោងអាមែនអញ្ចឹងខួបមុន7ថ្ងៃខួបនេះតែ24ម៉ោងទេនោះឯងរកគ្នាត្រូវរក្សាថ្ងៃឈប់សម្រាករបស់ឯងបាទអញ្ចឹងព្រះអង្គថាម៉េចព្រះអង្គឲ្យពេលមួយថ្ងៃដើម្បីធ្វើបុណ្យបញ្ឈឺចិត្តហ្នឹងគឺដើម្បីឲ្យយើងមានពេលផ្ទាល់ខ្លួនដើម្បីលន់តួនៅចំពោះព្រះវាជាពេលវេលារបស់យើងដែលព្រះឲ្យមកយើងបាទបុណ្យទី7គឺបុណ្យបារ៉ាំបាទ ព្រះយេហូវ៉ាបង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថ្ងៃ15ខែអាសត់អញ្ចឹងបុណ្យនេះនៅក្នុងខែតែមួយទេថ្ងៃ1ថ្ងៃ10ថ្ងៃ15ណាបាទជាថ្ងៃបុណ្យបារ៉ាំថ្វាយព្រះយេហូវ៉ាអស់7ថ្ងៃបាទនៅថ្ងៃដំបូងត្រូវឲ្យឯងរកគ្នាប្រជុំជំនុំបរិសុទ្ធអញ្ចឹងហាត់សមទៀតហើយមិនត្រូវធ្វើការរកស៊ីអ្វីឡើយក្នុង7ថ្ងៃអញ្ចឹងយើងឆ្ងល់ថាបើបុណ្យទី7តំណាងឲ្យឆ្នាំទី7000ចុះ7ថ្ងៃនៅក្នុងបុណ្យទាំង7ហ្នឹងអីគេព្រះអង្គចង់និយាយពី completeness មានន័យថាឆ្នាំទី7000អ្វីត្រូវស្ដារឡើងវិញ completely ឃើញព្រះអង្គមានបន្ទូលអត់បាទក្មេងទៅលេងពស់អត់ចឹកទេបាទហើយកូនជៀមវាស៊ីស្មៅជាមួយនឹងហ្វុងសឹងបាទគឺគ្រប់ទាំងអស់ស្គាល់ព្រះយេហូវ៉ាអាមែនបាទ ត្រូវឲ្យឯងរកគ្នាថ្វាយដង្វាយដុតនៅព្រះយេហូវ៉ាដល់ថ្ងៃទី8តាមពិតថ្ងៃទី8គឺជាបុណ្យមួយទៀតបាទតែព្រះកាពីអត់និយាយទេហេតុអីបាទព្រះកាពីអត់រំលឹករឿងនេះពីព្រោះអូតូម៉ាទិកកាលណាមនុស្សចូលឆ្នាំទី7000គឺមនុស្សទៅឆ្នាំទី8000ខ្លួនឯងហើយពីព្រោះឆ្នាំទី8000គឺក្រុងយេរូសាឡឹមថ្មីឥឡូវយើងមកដល់កន្លែងនេះសួរថាពួកសាសនាយល់ពីអាកបាំងនេះទេសួរពួក Illuminati យល់ពីអាកបាំងនេះវាយល់បើវាអត់យល់ហេតុអីបានវាដាក់ពួកនឹងឲ្យតម្លៃទៅលេអាណនមែនទេអត់
បងប្អូនឃើញ infinity នេះมันលេខ8ហើយលេខ8នឹងមានកន្លែងទីបញ្ចប់អត់ឃើញអត់ហេតុអីពីព្រោះលេខ8មានតែមួយថ្ងៃទេគឺគ្មានយប់ឡើយត្រូវអត់គេយល់គ្រាន់តែតិចច្រើនតែគេយល់ថាលេខហ្នឹងគឺជាលេខអណន្តគឺជាលេខអត់មានទីបញ្ចប់បានអីមានទីបញ្ចប់បើឆ្នាំទី8 1000មានមួយថ្ងៃអត់មានយប់ផងមែនវាអត់យល់ទេវាយល់បាទសូចងចាំណានៅពីក្រោយសាសនាគឺមានអរិយសាតាំងស្គាល់សេចក្តីពិតនៅឋានសួគ៌បាទអញ្ចឹងថ្ងៃទី8គឺថ្ងៃណាថ្ងៃទី8គឺថ្ងៃទី1ហ្នឹង1នៃអាទិត្យពីព្រោះមួយជុំមាន7ថ្ងៃតាចូលដល់ថ្ងៃទី1នៃអាទិត្យយើងអាចហៅថាថ្ងៃទី1នៃអាទិត្យក៏បានយើងហៅថាថ្ងៃទី8ក៏បានបើយើងរាប់អាទិត្យថ្មីគឺថ្ងៃទី1តែបើយើងរាប់តពីអាទិត្យចាស់វាថ្ងៃទី8យល់អត់បាទជាថ្ងៃប្រជុំជំនុំបរិសុទ្ធសម្រាប់ឯងរាល់គ្នានោះត្រូវថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ានេះជាថ្ងៃប្រជុំជំនុំដ៏មុតមមមិនត្រូវធ្វើការរកស៊ីអ្វីឡើយនេះហើយជាបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ាដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធបាទអីគេហាត់សមទៀតហើយដើម្បីថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ាគឺជាដង្វាយដុតដង្វាយម្សៅយ៉ាញ់បូជាហើយដង្វាយច្រូចតាមរបៀបរាល់តែថ្ងៃបាទក្រៅពីអស់ទាំងបាទថ្ងៃឈប់សម្រាកអញ្ចឹងព្រះអង្គនិយាយថាម៉េចសេចក្តីបង្គាប់នៅក្នុងពិធីបុណ្យនីមួយៗគឺផ្សេងពីព្រោះរៀងរាល់ថ្ងៃនៅក្នុងក្រឹត្យវិន័យរបស់ព្រះគឺយ៉ាងម៉េចពួកសង្ឃត្រូវថ្វាយយ៉ាញ់បូជាគេមានសេចក្តីបង្គាប់អារឿងប្រចាំថ្ងៃបាទរឿងអីគេដង្វាយស្ម័គ្រពីចិត្តដង្វាយលាវអំណន់អានឹងគឺជារឿងផ្សេងជាសកម្មភាពប្រព្រឹត្តទៅប្រចាំថ្ងៃតាមក្រឹត្យវិន័យក៏ប៉ុន្តែបុណ្យទាំង7នេះអត់ទេត្រូវធ្វើមានថ្ងៃមានខែច្បាស់លាស់អាមែនអញ្ចឹងនោះគឺជាអ្វីដែលមានអត្ថន័យក្នុងខ38ក្រៅពីអស់ទាំងថ្ងៃឈប់សម្រាកផងព្រះយេហូវ៉ាក្រៅពីពាក្យក្រៅពីមានន័យថាពិធីបុណ្យទាំង7ហ្នឹងគឺដោយឡែកពីសកម្មភាពប្រចាំសកម្មភាពជាទូទៅក្រៅពីដង្វាយដែលឯងរកគ្នាថ្វាយទាំងប៉ុន្មានព្រមទាំងលាបំណន់បាទនឹងដង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្តផងនៅថ្ងៃ15ខែអាសត់ណាកាលបានប្រមូលផលឃើញទេប្រមូលផលពីដីនឹងផលពីអីបងប្អូនផលពីដីនៅកន្លែងនេះគឺផលពីដើមឈើពីព្រោះនេះគឺជាចម្រោតផលដំបូងទី3មានរបស់5យ៉ាងដែលគេត្រូវប្រមូលនៅក្នុងអញ្ចឹងបុណ្យផលដំបូងទី1គឺមានតែមួយប្រភេទទេស្រូវបាលីបុណ្យផលដំបូងទី2គឺមានតែមួយប្រភេទទេស្រូវសាលីតែបុណ្យផលដំបូងទី3នៅខែទី7នេះគឺមានរហូតដល់ទៅ5តើអ្វីខ្លះលវាទទឹមលម៉ើអូលីវហើយនឹងអីគេទំពាំងបាយជូរគឺផលពីដើមឈើទាំងអស់អាមែនផលពីដើមឈើទាំងអស់បាទហើយក្នុងចំណោមហ្នឹងមានរឿងផ្សេងគ្នាបាទទី1លវាគឺជា symbolic អំពីប្រទេសអ៊ីស្រាអែលនិងជនជាតិអ៊ីស្រាអែលបាទអាមែនហើយអូលីវនិមិត្តរូបពីព្រះវិញ្ញាណនិមិត្តរូបពីប្រេងតាំងអាមែនបាទនិមិត្តរូបពីសុខសន្តិភាពចុះបាទទំពាំងបាយជូរនិមិត្តរូបអំពីស្រាថ្មីស្រាចាស់និមិត្តរូបអំពីការសុគតនិមិត្តរូបអំពីពិធីជប់លៀងអាមែនត្រូវអត់បាទអីទៀតទទឹមចងចាំណាគ្រប់ទាំងផ្លែឈើទាំងអស់មានតែទទឹមទេដែលយើងមើលទៅតាក់ទងខាងវិញ្ញាណខ្ពស់ជាងគេបំផុតហេតុអីពីព្រោះទទឹមទើបអាចចូលទៅក្នុងទីបរិសុទ្ធបំផុតបានដោយសារអាវសម្ដេចសង្ឃមានចង្ក្រង់មួយទទឹមមួយឆ្លាស់គ្នាចង្ក្រង់មួយទទឹមមួយចង្ក្រង់មួយទទឹមមួយគឺ
បាទនៅលើអាវសម្ដេចសង្ឃនៅពេលដែលសម្ដេចសង្ឃចូលទៅក្នុងទីបរិសុទ្ធទៅជាមួយបាទអញ្ចឹងទទឹមតំណាងពីអីគេសូមចងចាំ nickname របស់ទទឹមគេហៅថា the king fruit បាទផ្លែឈើសម្រាប់បាទព្រះមហាក្សត្រហើយយើងមើលឃើញក្បាលទទឹមឡើងមិនដែរដូចមកុដអញ្ចឹងអញ្ចឹងទទឹមទាំងមូលហ្នឹងវាជានិមិត្តរូបពីនគរព្រះហើយក្របទទឹមមកក្របវាជានិមិត្តរូបអំពីបុគ្គលម្នាក់នៅក្នុងនគរព្រះជាម្ចាស់បាទអញ្ចឹងហើយបានអ៊ីស្រាអែលឃើញអត់ពេលខ្លះអ្នកគំនូបុរាណអ៊ីស្រាអែលគេចាប់ផ្ដើមគូក្របទទឹមនឹងឡើងទៅលើភ្នំស៊ីណាយឬក្របទទឹមនឹងឡើងទៅឋានសួគ៌ពីព្រោះទទឹមនិមិត្តរូបឲ្យអ្នកជឿម្នាក់មកក្របហ្នឹងបាទបើអ៊ីស្រាអែលគេថារាប់ទទឹមនីមួយគឺតំណាងឲ្យក្រឹតវិន័យនីមួយទាំង613ប្រការហ្នឹងឯងអាមែនបាទអញ្ចឹងនេះជាផលដំបូងទី3ផលដំបូងនេះគឺអីគេផលដំបូងនេះចុះមិនបានគេតាំងពីគេជ្រូតាំង3ខែមុនហើយចុះវាឯងមិនក៏ក្រោយមែនណាផល2របស់ដែលធ្ងន់បើយើងវាហាស្រូវធ្ងន់បាទផលទី3នេះគឺផលអីគេបងប្អូនផលនឹងគឺតំណាងឲ្យនិមិត្តរូបនៃមនុស្សគ្រប់ពូជជាតិសាសន៍ដែលត្រូវចូលទៅរស់នៅបង្កើតពូជមនុស្សក្នុងរីក 1000 ឆ្នាំពួកនឹងអត់បានរូបការអាដាមទេបាទអាមែនពួកនឹងមិនមែនជើងទី1មិនមែនជើងទី2ពួកនឹងជើងទី3អាមែនជើងទី3បាទអញ្ចឹងទទឹមលវាស្អីហ្នឹងក៏តំណាងឲ្យប្រជាជាតិនីមួយដែលព្រះទុកយើងមិនដឹងទុកប្រមាណទេបាទដើម្បីឲ្យគេទៅបង្កើតជាកូនពូនជាចៅដើម្បីឲ្យមានមនុស្សជាសាច់ជាឈាមចេះនៅក្នុងរីក 1000 ឆ្នាំអាហ្នឹងគឺជាផលហើយពួកហ្នឹងព្រះនឹងបិទត្រានៅលើគេមិនឲ្យសាតាំងមានអំណាចលើគេមិនឲ្យអង្គទីគ្រីស្ទមានអំណាចលើគេបាទហើយការពារគេដើម្បីរក្សាជីវិតគេទុកឲ្យទៅបង្កើតពូជមនុស្សក្នុងរីក 1000 ឆ្នាំសាជាថ្មីឡើងវិញគេក៏ជាផលដំបូងដែរតែគឺផលដំបូងប្រភេទនៅសាច់ឈាមអាមែនយល់ទេបាទអញ្ចឹងរឿងមួយវាមានហេតុផលរបស់វានៅពេលដែលយើងរៀនឲ្យយល់អំពីខូដនៃនឹងខ្លឹមសារកាពីអត់ពិបាករៀនទេបាទអាមែនដូចអ្នកបកកែគណិតបកកែរូបបកកែគីមីអញ្ចឹងភាគច្រើនពួកគេទន្ទិញតែរូបមន្តទេពីព្រោះតែចាំរូបមន្តគេស្រាយចាញ់ហើយយើងមើលតទៀតបាទអញ្ចឹងបាទយើងមើលតទៀតអញ្ចឹងបារម្ភនឹងតំណាងឲ្យគេទី1ប៉ុននឹងបារម្ភគឺតំណាងឲ្យជីវិតបណ្ដោះអាសន្នទី1រំលឹកដល់ជនជាតិអ៊ីស្រាអែលដែលរស់នៅអីគេដែលព្រះអង្គថែរក្សាគេ40ឆ្នាំនៅទីរហោឋានបាទទី2យើងចុះបើប៉ុនបារម្ភនឹងតំណាងឲ្យជីវិតបណ្ដោះអាសន្នមិនបានត្រូវអសប្បាយគេអសប្បាយពីព្រោះហេតុអីពីព្រោះគេមានព្រះឃុំក្រង3ទ្រថែអាសាគេមានព្រះផ្គត់ផ្គង់គេមានព្រះការពារអាមែនគេអសប្បាយទោះបីជាគេស្ថិតក្នុងជីវិតបណ្ដោះអាសន្នព្រោះគេដឹងថាព្រះគេជាណាហើយគេដឹងអនាគតកាលរបស់គេអាមែនវាក៏ជា symbolic មួយប្រាប់ថាម៉េចបាទទោះបីយើងរស់ក្នុងការរងទុក្ខលំបាកក្នុងជីវិតបណ្ដោះអាសន្នតែត្រូវចេះឈប់សម្រាកខ្លះត្រូវចេះអខ្លះផងអានោះវាក៏ជានិមិត្តរូបមួយផ្សេងទៀតអាមែនចេះសប្បាយចេះឈប់សម្រាកខ្លះផងបាទហើយជាមួយគ្នាបាទវាក៏ជាអីគេបាទបុណ្យទី7ហ្នឹងក៏តំណាងឲ្យឆ្នាំទី7000ដែរអញ្ចឹងវាទាំងពីរអញ្ចឹងបើយើងមើលទៅបុណ្យហ្នឹងស្ទើរតែក្តោបរឿងទាំងមូលបាទវគ្គទី7ហ្នឹងអាមែនរហូតដល់អីគេបាទរហូតដល់គេនិយាយថាបើអ្នកណាមិនបានឆ្លងកាត់បុណ្យទី7ហ្នឹងទេមិនស្គាល់សុបាយលើផែនដីទេបាទតមកទៀតនោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់7ថ្ងៃដំបូងបាទថ្ងៃដំបូងមិនមែនថ្ងៃទី1នៃអាទិត្យទេណាគឺថ្ងៃទី1នៃពិធីបុណ្យទី7ហ្នឹងជាថ្ងៃឈប់សម្រាកហើយថ្ងៃទី8ក៏ជាថ្ងៃឈប់សម្រាកដែរបាទមានតែថ្ងៃទី8គឺចប់បុណ្យបារម្ភហើយចូលដល់បុណ្យមួយទៀតយើងហៅបុណ្យទី8ហ្នឹងឯងបាទនៅថ្ងៃដំបូងត្រូវឲ្យឯងរាល់គ្នាយកមេឃបាទគឺនេះនិយាយពីថ្ងៃទី1នៃពិធីបុណ្យទី7ឈើយ៉ាងល្អកាត់
ធៀងលម៉ើនិងមេឃឈើញឹកស្និទ្ធព្រមទាំងធៀងចាក់ពីមាត់ស្ទឹងរួចឲ្យអសបាយអស់7ថ្ងៃនៅចំពោះព្រះយេហូវ៉ាខ្ញុំប្រាប់ឲ្យហេតុអីបានត្រូវអសបាយត្រូវឲ្យអ្នករាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់7ថ្ងៃរាល់តែឆ្នាំនេះជាច្បាប់នៅអស់កាលជានិច្ចអញ្ចឹងសួរថារៀងពាន់ឆ្នាំមានពិធីបុណ្យនឹងអត់មានអាមែនបាទអ្នកណាត្រូវអសបាយគឺអ្នកដែលក្នុងសាច់ឈាមនឹងឯងត្រូវអសបាយបាទអស់ទាំងដំណរតរៀងទៅគឺត្រូវធ្វើបុណ្យនេះនៅខែអាសត់បាទត្រូវឲ្យឯងរកគ្នានឹងពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវងអ៊ីស្រាអែលអាស្រ័យនៅក្នុងបារម្ភអស់7ថ្ងៃបាទអញ្ចឹងវាមិនមែនគ្រាន់តែរំលឹកទេតែនៅពេលដែលយើងនៅក្នុងបារម្ភយើងរំលឹកខ្លួនយើងក្រៅពីរំលឹករឿងបពៈបរោះយើងរំលឹកខ្លួនយើងថានេះជីវិតបរោះសន្តិទេកុំលោភលន់ពេកអាមែនកុំប្រមូលទុកនៅលើផែនដីនឹងពេកប្រមូលទុកនៅឋានសួគ៌ផងបាទកុំវក់វីជាមួយផែនដីនឹងច្រើនពេកអាមែនបាទពីព្រោះមានគ្រាបរិស័ទខ្លះភ្លេចគោលលំណងខ្លួនឯងបាទដើម្បីឲ្យអស់ទាំងដំណរកូនចៅឯងបានដឹងអញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារម្ភដូច្នេះក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីបមកអញនេះគឺព្រះយេហូវ៉ាជាព្រះឯងម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ាបាទអញ្ចឹងខ្ញុំបង្រៀនថ្ងៃនេះគ្រាន់តែ overview ទេពីព្រោះលោកអ្នកបងប្អូនរៀនក្នុងគ្រប់ពិធីបុណ្យឆ្នាំ2026នេះបុណ្យទាំង7លើកខ្ញុំបកគលឲ្យគ្រូណាតាណែលបាទឲ្យតែតាក់ទងបុណ្យហ្នឹងគឺគាត់តែអធិប្បាយពីព្រោះខ្ញុំបានអធិប្បាយម្ដងជាពីរដងហើយឥឡូវទុកជូនលោកគ្រូយើងឲ្យអធិប្បាយក្រែងបាទបងប្អូនចាប់ឆាប់បានពីកណារសជាតិថ្មីបងប្អូនចាប់បានជាងបាទអញ្ចឹងខ្ញុំបានប្រាប់គាត់ហើយថាបុណ្យ2026នេះគឺបាទគឺគ្រប់ពិធីបុណ្យទាំងអស់លោកគ្រូគាត់តែអធិប្បាយមិនមែនខ្ញុំទេបាទហើយចាប់លោកអ្នកបងប្អូនឃើញរួចហើយរៀងរាល់ដើមខែគឺបាទមានលោកគ្រូធំគាត់អធិប្បាយខ្ញុំលោកគ្រូតូចអធិប្បាយពីក្រោយគាត់បាទលើនេះក្រោកឈរឡើងបាទហើយយើងចូលទៅរកព្រះដ៏ជាអង្គម្ចាស់សញ្ជឹង